ចិញ្ចឹមនៅឋានសួគ៌រាប់ពាន់ឆ្នាំហើយណាហេតុអីបានជាគ្នានៅតែទុចម្លេះមិនក៏ធំមិនរួចអញ្ចឹងលោកឯងរស់នៅយូរពេកភ្លើគូក្បាលអស់ហើយមែនបើដឹងចាំបាច់ពួកយើងមកដើរវិលជុំវិញបែបនេះធ្វើអីតាមពិតក៏គ្រាន់បើដែរតើខ្ញុំបែរជាមានអារម្មណ៍ថាលោកយាយតូចម្នាក់នេះមួយរយៈនេះស្ងប់ស្ងាត់ច្រើនតើនោះមកពីលោកឯងមិនដឹងទេឋានសួគ៌យើងស្ងប់ស្ងាត់មែនប៉ុន្តែឋានផ្សេងទៀតស៊ើបធំហើយលោកឯងមើលដុំថ្មដូចនៅក្នុងដៃលោកយាយតូចនោះមើលនោះជាបញ្ជីកោះហៅតបនៃឋានវិសាច់ណាលោកចង់និយាយថាលោកយាយតូចកាន់នៅក្នុងដៃជាត្រាបញ្ជីឃើញត្រាដូចឃើញស្ដេចវិសាច់ហើយអាចប្រមូលដុំតបវិសាច់បានទៀតមែនទេសូមជម្រាបលោកម្ចាស់លោកយាយតូចម្នាក់នេះពិតជាមិនអាចទុកនៅឋានសួគ៌ទៀតបានទេពួកលោកមិនត្រូវការខ្ញុំទៀតទេហេចង់បញ្ជូនខ្ញុំទៅណាហើយលោកឯងឈប់ដកដង្ហើមធំទៀតទៅដកដង្ហើមធំញឹកញាប់ពេកមិនមែនជាប្រមាញ់ល្អទេណាលោកយាយតូចស្ដាប់តាស៊ីននិយាយណាតាស៊ីនដឹងថាមិនកន្លែងមួយសប្បាយខ្លាំងណាស់នៅទីនោះមានមនុស្សច្រើនហើយមានរបស់ញ៉ាំឆ្ងាញ់ច្រើនទៀតផងទេវតានៅឋានសួគ៌យើងជាច្រើនសុទ្ធតែមកពីទីនោះទាំងអស់លោកយាយតូចកុំបារម្ភលោកម្ចាស់ប្រកាសជាឲ្យទេវតាវាសនារៀបចំកំណត់ល្អបំផុតជូនលោកយាយតូចមិនឲ្យពិបាកចិត្តដាច់ខាតលោកយាយតូចគ្រាន់តែទៅញ៉ាំលេងសប្បាយទៅបានហើយដែរណាខណ្ឌមនុស្សលោកបានតែក៏ខ្ញុំអាយខ្ញុំមិនទាន់រៀបចំខ្លួនរួចរាល់ផងណានេះជាកន្លែងណាអញ្ចេះណាថាយល់ព្រមខ្ញុំចាប់កំណត់ល្អតើលោកជួយពួកវាធ្វើបាបខ្ញុំចុះមកភ្លាមយេលោកមិនទៅផ្សារជាមួយខ្ញុំទេប៉ុន្តែបែរជាមកអង្គុយនៅទីនេះពិតជាខ្លាំងធំមែនលោកស្រីកុំប្រញាប់អីគឺភ្នំមួយនេះហើយខ្ញុំនឹងនាំមនុស្សឡើងទៅភ្លាមលោកស្រីរងចាំនៅជើងភ្នំចុះណាមិនបានទេម៉ែដកជីខ្ញុំត្រូវតែទៅរកដោយផ្ទាល់ប្រសិនបើកូនស្រីខ្ញុំមានគ្រោះថ្នាក់អាក្រក់ណាមួយកើតឡើងខ្ញុំប្រកាសជាកុំតិចភូមិគ្រីស្ទមិនខានអ្នកនាងតូចមិនអីទេលោកម្ចាស់គ្រាន់តែទទួលបានដំណឹងពីលោកស្រីភ្លាមក៏ប្រញាប់បញ្ជូនមនុស្សទាំងអស់មកទីនេះភ្លាមឲ្យតែពួកយើងតាមរកអ្នកនាងតូចទាន់ពេលវេលាគឺនៅតែមានសង្ឃឹមថានឹងរស់ភ្នំមួយនេះជាកន្លែងស្អីចង្កេះភ្នំនៃភ្នំមួយនេះគឺជាភ្នោគ្មានម្ចាស់ភ្នោគ្មានម្ចាស់អញ្ចឹងមិនមែនជាព្រៃខ្មោចទេហេវេលាកន្លងផុតទៅ2ម៉ោងហើយសឺរបស់ខ្ញុំឲ្យអ្នកម៉ែសឺរបស់ម៉ែកូនស្រីរបស់ម៉ែឲ្យល្អណាស់ហើយដែលកូនមិនកាត់អីពិតជាល្អណាស់ហើយអ្នកម៉ែខ្ញុំមិនអីទេមកពីម៉ែមិនល្អទាំងអស់ម៉ែសន្យាថាថ្ងៃក្រោយនឹងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេម៉ែនឹងសងសឹកឲ្យកូនម៉ែដកជីចាស់លោកស្រីនៅក្បែរនេះមានកំពូលភ្នំបែបនេះទៀតទេជំរាបលោកស្រីគឺមានបើដើរទៅខាងត្បូង5លីទៀតមានកំពូលភ្នំបែបនេះមួយទៀតប៉ុន្តែភ្នំនោះមិនមែនជាភ្នំគ្មានម្ចាស់ទេតែជាព្រៃខ្មោចពិតប្រាកដតែម្ដងមនុស្សនៅក្នុងរាជធានីគ្មាននរណាហានទៅចិត្តទេយល់ថាថែមទាំងមានសត្វព្រៃកាចសាហាវចេញចូលញឹកញាប់ទៀតផងឲ្យមនុស្សយកអាសឹកទៅបោះចោលនៅលើនោះទៅយកទៅបោះចោលពីនឹងភ្លាមអ្នកម៉ែលោកស្រីប្រពន្ធចង់សុំចូលជួបឲ្យនាងចូលមកសឺយេមិនក៏ឯងនៅទីនេះមិនដែរបំណងរបស់លោកស្រីទី2គឺមិនបានសំដៅលើត្រឹមនេះទេចុះគូតែនៅណាវិញទៅមិនមែនទេខ្ញុំមិនមែនមានន័យចឹងទេម្សិលមិញខ្ញុំឮថាអ្នកនាងតូចទី2ចេញទៅលេងបាត់យូរហើយមិនឃើញត្រឡប់មកវិញគឺល្អហើយលោកស្រីថ្ងៃនេះខ្ញុំមកគឺមានរឿងចង់សុំរឿងលោកស្រីយន់អោបាត់ខ្លួនតាំងពីព្រឹកព្រលឹមរកសពគ្រប់ពេញភូមិគ្រាហើយនៅតែរកមិនឃើញទៀតសង្ឃឹមថាលោកស្រីអាចជួយស្វែងរកផងណាសៀវជាវចាត់មនុស្សទាំងអស់ក្នុងភូមិគ្រាយើងឲ្យចេញទៅជួយរកអ្នកនាងទី2ទៅចាស់លោកស្រីខ្ញុំមិនមែនមានន័យចឹងទេខ្ញុំចង់សុំឲ្យលោកស្រីឲ្យមនុស្សនៅភូមិគ្រាស៊ីនីមកជួយតាលោកប្តីយន់អោបាត់ខ្លួនហើយខ្ញុំមកសុំលោកស្រីសង្ឃឹមថាលោកស្រីអាចចាត់មនុស្សឲ្យជួយរកខ្ញុំមានកូនស្រីតែមួយនេះទេប្រសិនបើយន់អមានរឿងអីកើតឡើងខ្ញុំក៏រួមមិនកើតដែរសម្ដែងបានល្អណាស់ខ្ញុំមិនមែនបានចាត់មនុស្សឲ្យទៅជួយនាងរកហើយតាអីនាងមើលមនុស្សក្នុងភូមិគ្រីបាត់អស់រលីងហើយបើមិនចឹងទេសូម្បីតែអ្នករីកាក៏គ្មានដែរមនុស្សក្នុងភូមិគ្រីប្រើការមិនកាត់ទេសូមលោកស្រីឲ្យមនុស្សនៅភូមិគ្រីស៊ីនីងជួយរកផងខ្ញុំប្រកាសជាចង់ចាំគុណបំណាច់ដ៏ធំធេងរបស់លោកស្រីឲ្យតែរកយន់អឃើញខ្ញុំព្រមតាមបំណងលោកស្រីឈប់ធ្វើជាប្រពន្ធស្មាមុខទៀតហើយឲ្យតែឲ្យខ្ញុំបាននិយាយថាយើងព្រមធ្វើជាចង់ធ្វើរឿងស្អីចិត្តហើយចុះយន់អមិនក៏បាត់ខ្លួនទៅវិញមេគ្រូសាវាងខ្ញុំនិយាយពីកាលណាថាឲ្យនាងធ្វើជាចុងភៅមិនមែននាងខ្លួនឯងទេអីដែលថាទៅតែមែនអចូលតាមទ្វារមកខ្ញុំបាននិយាយរួចហើយមែនគឺជាប្រពន្ធស្មាមុខមានឋានៈស្មើនឹងនាងអ្នកណាក៏ត្រូវហៅនាងថាលោកស្រីទី2ដែរអ្នកទាំងពីរគឺស្មើគ្នាប្រពន្ធស្មាមុខស៊ីហុងទេអ្នកឯងចេញទៅស៊ូគេមើលនៅក្នុងប្រទេសយន់ស៊ីរបស់យើងមានពាក្យថាប្រពន្ធស្មាមុខដែរទេឬមួយក៏មានមន្ត្រីណាម្នាក់មានប្រពន្ធស្មាមុខគឺមិនអាចចុះក្នុងបញ្ជីឈ្មោះត្រកូលបានទេបើចុះក្នុងបញ្ជីឈ្មោះត្រកូលមិនបានតាមមិនមែនជាស្រីចុងទេអី
នៅមានមុខមកធ្វើលោកស្រីទី2ទៀតអ្នកឯងនេះចេះស្រវាយកប្តីសុខពីអ្នកពិតមែនថ្ងៃក្រោយលោកស្រីទី2ប្រយ័ត្នប្រយែងបន្តិចទៅកុំឲ្យចេញទៅក្រៅបង្កើតជារឿងកំ pl ែងឲ្យគេសើចរហូតដល់ថ្នាក់នាំទុកដល់កូនស្រីរៀបការមិនចេញរឿងកំ pl ែងហាហាយេឈីងស៊ូយន់អោបាត់ខ្លួនហើយណាមិនក៏នាងនៅតែនឹងរកមនុស្សនៅភូមិគឺស៊ីនាងទៅជួយលោកទៀតនាងជាមេគ្រូសានៅទីនេះយន់អោក៏ចាត់ទុកជាកូនរបស់នាងដែរនាងឈោមមើលបណ្ដោយបែបនេះមិនខ្លាចគេនិយាយតាមសាច់ចំអកទេអីស្អីគេដែលហៅថាខ្ញុំឈោមមើលបណ្ដោយមិនប្រកាសថាស៊ីយន់អោគ្រាន់តែខូចរត់ចេញទៅលេងខ្លួនឯងទេដឹងជានេះទៅទៀតមិនយន់អោអ្នកមានយករត់ហើយក៏អាចរត់ចេញទៅលេងម្នាក់ឯងបានប្រកាសជាត្រូវមនុស្សអាក្រក់លបួងយកទៅហើយកាលពីម្សិលមិញស៊ីយន់អោប្រាអ្នកបម្រើឲ្យលួចនាំស៊ឺចេញទៅលេងលទ្ធផលគឺស៊ីយន់អោត្រឡប់មកវិញតែស៊ឺបែរជាបាត់ខ្លួនកាលនោះតើអ្នកឯងនិយាយថាម៉េចអ្នកឯងប្រាប់ថាស៊ឺគ្រាន់តែអ៊ូតុំលេងសើចបន្តិចទៀតគុំតែនាំអ្នកបម្រើត្រឡប់មកវិញទេមិនបាច់រត់ទេចុះហេតុអីបានជាម្សិលមិញស៊ឺបាត់ខ្លួនគឺមកពីដើរលេងមិនបាច់រត់ចុះថ្ងៃនេះស៊ឺយន់អោបាត់ខ្លួនបែរជាខ្លាចជារឿងគ្រោះថ្នាក់ទៅវិញចុះពេលនោះស៊ឺមិនមែនត្រឡប់មកវិញហើយតើអីនាងឲ្យមនុស្សនៅភូមិគឺស៊ីនាងជួយរកទៅវាមិនខាតបង់សាច់អីបន្តិចទេធ្វើបែបនេះក៏អាចបង្ហាញពីចិត្តមេត្តារបស់នាងជាមេគ្រួសារដែរចិត្តមេត្តាឆ្កែឆ្កួតអីអញមិនត្រូវការពាក្យថាចិត្តមេត្តាថោកទាបរបស់អ្នកឯងទេចិត្តមេត្តាឆ្កែឆ្កួតអើមែនហើយម៉ៃដកជីយកកូនសក់ក្លៀងមកយកទៅប្រគល់ឲ្យមេគ្រួសារបានទៅក្នុងពេលដែលលោកម្ចាស់ថាមេគ្រួសារបានជាប្រពន្ធស្មើមុខចឹងមិនអាចឲ្យនាងស៊ីបាយទេមិនធ្វើការបានទេចាប់ពីថ្ងៃនេះទៅភូមិព្រឹសស៊ឺទាំងមូលត្រូវប្រគល់ឲ្យមេគ្រួសារបានជាអ្នកគ្រប់គ្រងគ្មានហេតុផលណាដែលនាងយកឈ្មោះជាប្រពន្ធស្មើមុខហើយឲ្យខ្ញុំជាអ្នកធ្វើការសັບគ្រប់នោះទេត្រជាក់ណាស់ចង់ដូរទ្រាំញ៉ាំហើយមែនទេម៉ែឲ្យគេដូរយកបបផ្លែឈើមុខផ្សេងមកឲ្យកូនណាត្រជាក់ណាស់អូនមិនដូរពុកទេពុកម្នាក់នេះមិនត្រជាក់ហើយក៏មិនក្តៅដែរនាងដាច់ខាតត្រូវតែលេងលេះជាមួយខ្ញុំមែនទេខ្ញុំមិនព្រមដាច់ខាតមួយជីវិតនេះនាងកុំសង្ឃឹមយេឈីងស៊ូមួយជីវិតនេះនាងអាចធ្វើជាមនុស្សតកូស៊ើប៉ុណ្ណោះទោះជាស្លាប់ក៏ធ្វើជាខ្មោចតកូស៊ើដែរលោកម្ចាស់លោកស្រីរីច្បទី5យាងមកដល់ហើយលោកស្រីរកឃើញស៊ឺឃើញហើយនៅពួកការពីប្រញាប់មកនេះមកពួកយើងទៅរកជាមួយគ្នាស៊ីមានទៅរបួសឬមិនស្រួលខ្លួនត្រង់ណាអត់បើមានត្រូវតែប្រាប់បងណាបងនឹងឲ្យគេទៅអញ្ជើញគ្រូពេទ្យអត់ទេនៅលើភ្នំដីស៊ីបានជួបនៅលើភ្នំដីមានឆ្កែចកស៊ីអូនចង់និយាយថាគេប្រទេសឃើញអូននៅលើភ្នំដែលមានឆ្កែចកមែនទេចាស់អ្នកនាងតើចាប់បានអ្នកណាដែលចាប់ចម្រិតស៊ីហើយនៅម្ចាស់សត្វអមនេះត្រូវតែចាប់បានហើយប៉ុន្តែបន្ទាប់ពីគេប្រាប់ថាស៊ីនៃណាគេក៏ធ្វើអត្តឃាតបាត់ទៅហើយស្រីបម្រើនឹងអ្នកបម្រើប្រុសដែលចេញទៅជាមួយស៊ីកាលនោះក៏មិនទាន់ត្រឡប់មកវិញដែរឯអ្នកដែលត្រឡប់មកវិញពី5នាក់នោះក៏ត្រូវគេប្រទេសឃើញស្លាប់នៅក្នុងបន្ទប់ខ្លួនឯងកាលពីយប់មុនទៀតមើលទៅរឿងនេះមិនមែនជាការចាប់ចម្រិតធម្មតាទេគឺមានអ្នកនៅពីក្រោយក្នុងបញ្ជាអ្នកនាងមានសង្ស័យអ្នកណាទេបណ្ដោះអាសន្ននៅឡើយទេខ្ញុំក៏នឹកមិនឃើញដែរថាតើអ្នកណាឲ្យប្រកាសដែលចង់ចាប់ចម្រិតស៊ីនោះទ្រង់ម្ចាស់8សូមមេត្តាផងសូមទ្រង់ជួយប្រាប់ពួកកងការពីខាងក្រៅឲ្យជួយតាមស្វែងរកអ៊ីអផងទៅអ៊ីអត្រូវពួកមនុស្សអាក្រក់ចាប់យកទៅហើយសូមទ្រង់មេត្តាផងទ្រង់ម្ចាស់8យ៉ាងណាក៏អ៊ីអជាបងស្រីបង្កើតរបស់ស៊ីដែរណាអញថ្លើមធំដល់ថ្នាក់ហ៊ានប្រាប់ម្ចាស់សត្វអង្គនេះជួយរកមនុស្សផងពិតជាថ្លើមធំណាស់លោកម្ចាស់ស៊ីប្រពន្ធចុងរបស់លោកមិនដឹងខុសត្រូវរបៀបរៀបរយបែបនេះផងតើលោកនាំនាងចុះទៅប្រដៅឲ្យស្រួលបួលឬក៏ចង់ឲ្យម្ចាស់សត្វអង្គនេះរកភ្នំស្ដេចនៅក្នុងវាំងមកប្រដៅជំនួសលោកមានម្ចាស់សត្វអង្គនេះនៅទីនេះទៅថ្ងៃមុខគ្មានអ្នកណាហ៊ានធ្វើបាបអូនទៀតទេយេឈីងស៊ូចេញទៅទោះជាយ៉ាងណាក៏ខ្ញុំមិនត្រូវរកជាមួយនាងដែរនាងលះបង់គំនិតនេះចោលទៅកុំភ័យអីណាអ្នកម៉ាក់កុំព្រួយអីស៊ីមិនអីទេម្ខាងមើងងាយថាមកពីត្រកូលអ្នកប្រយុទ្ធអែមខាងទៀតស្រឡាញ់ទ្រព្យសម្បត្តិនិងអំណាចត្រកូលខាងស្រីសូម្បីតែស្រីពេជានៅបនលបែងក៏មិនអាក្រក់ដូចពួកវាដែរលោកប៉ាអាក្រក់ណាស់ប៉ុន្តែអ្នកម៉ាក់ជាមនុស្សមានបុណ្យសំណាងទៅថ្ងៃមុខប្រកាសជាជួបតែរឿងល្អលោកប៉ាម៉ាស៊ីនប្រកាសជាស្រីធំមិនខានចិត្តអ្នកម៉ាក់ទុនជ្រីពេកហើយនៅតែសុកចិត្តរើសអាស៊ីអនោះមកវិញទៀតអ្នកម៉ាក់មានខ្មោចមានឆ្កែចកកូនមិនចង់នៅទីនោះទេកូនមិនចង់ទេអ៊ីអកាច់ស្អីហ្នឹងអ្នកណាធ្វើឲ្យកូនខ្លាចជាបែបនេះអ្នកម៉ាក់ឈឺពេញខ្លួនទាំងអស់មានទាំងឆ្អឹងខ្ទៀតអ្នកម៉ាក់កូនខ្លាចណាស់ជួយកូនផងលោកស្រីខ្ញុំចាត់មនុស្សឲ្យមកប្រាប់ថាគាត់នឹងស្រួលខ្លួនឲ្យលោកស្រីអញ្ជើញទៅសួរសុខទុក្ខទៅប្រាប់គាត់ទៅឥឡូវនេះគឺលោកស្រីវាងជាអ្នកគ្រប់គ្រងផ្ទះរឿងសួរសុខទុក្ខអីហ្នឹងថ្ងៃក្រោយឲ្យទៅរកនាងទៅបន្ទាប់ពីបានឃើញមុខមាត់ពិតរបស់ម្ដាយកូនពួកវាហើយបើខ្ញុំនៅតែទៅទទួលរងការប្រមាថមើលងាយពីពួកវាទៀតនោះតើខ្ញុំថប់ទាបដល់កម្រិតណាទៅចាស់យេឈីងស៊ូឯងមិនព្រមទៅសួរសុខទុក្ខអញទេបែរជាមកអង្គុយធ្វើព្រិននៅទីនេះទៅវិញពិតជាបំពេញបញ្ជីមែនឯងនៅស្គាល់ពាក្យថាកតញ្ញូឬអត់ហ្នឹងយាយទួតនិយាយខ្លាំងបន្តិចមកអ្នកនាងទៅចង់មានន័យថាលោកស្រីធំនិយាយឲ្យខ្លាំងជាងនឹងបន្តិចទៀតទៅក្រែងលោកអ្នកខាងក្រៅកំពេញបានឬផងពិតជាកូនស្រីដែលប្រដៅចេញពីត្រកូលអ្នកប្រយុទ្ធមែនឃើញយាយទួតហើយមិនត្រឹមតែមិនចេះគោរពប្រតិបត្តិសូម្បីតែការគួរសមបន្តិចក៏គ្មានដែរប្រសិនបើសិនជាអ៊ីអដឹងថាចាស់ទុំមិនស្រួលខ្លួនបែបនេះនាងប្រកាសជាយំអាណិតរហូតដល់ចាត់ទុកជាការជិះចាប់ខ្លួនឯងមិនខានមិនដែរស៊ីនិយាយស្អីខុសមែនទេ
មើលចុះលោកស្រីធំមុខឡើងក្រហមសម្លេងក៏ខ្លាំងអង្អាចឃើញថាសុខភាពល្អរឹងមាំណាស់តែឈឺត្រង់ណាទៅម្យ៉ាងទៀតកាលពីម្សិលមិញខ្ញុំបានប្រគល់កូនសោកលៀងទាំងអស់ទៅឲ្យលោកស្រីវ៉ាន់រួចរាល់ហើយតែអ្នកមិនមែនតែចូលចិត្តគាត់និងចៅស្រីអ៊ីអររបស់គេណាស់មែនទេឲ្យលោកស្រីវ៉ាន់ទៅមើលថែជំងឺអ្នកទៅដើម្បីឲ្យអ្នកបានឃើញរៀងរាល់ថ្ងៃនៅកាយវិការនៃល្អប្រពៃរបស់នាងក្រែងលោជំងឺអ្នកបានជាឆាប់ត្រូវហើយថ្ងៃក្រោយបើឯងខ្វះខាតអីឬចង់បានអីទៅរកអ្នកស្រីវងទៅគុំមកបាញ់តាំងពីដើមមកនៅក្នុងប្រទេសនេះមិនដែលឮថាមានគ្រួសារណាដែលយកទ្រព្យបណ្ដាសាប្រពន្ធមកចិញ្ចឹមផ្ទះទេនាងនិយាយស្អីហ្នឹងនាងជារៀបចំកិច្ចការជាមួយកូនប្រុសអញនាងត្រូវតែមើលថែផ្ទះនេះមិនក៏អាចបោះដៃចោលបានម្យ៉ាងទៀតកូនប្រុសអញជាមន្ត្រីមានប្រាក់ខែតាមិនក៏ថាប្រើទ្រព្យបណ្ដាសានាងមកចិញ្ចឹមផ្ទះទៅវិញនាងសុំធ្វើជាប្រពន្ធដើមកូនអញដែរទេបើចឹងមិនតែកូនប្រុសអ្នកស្រីវងវិញទៅអ្នកស្រីវងមានសមត្ថភាពស្មើខ្ញុំមិនបាច់បែងចែកក្នុងគុំទេអីចឹងនាងអាចមិនធ្វើអីសោះបានតារាល់ថ្ងៃចេះតែហូបចេះតែចាយដើរទិញអីតាមចិត្តចំណែកខ្ញុំត្រូវធ្វើដូចបម្រើមើលថែមនុស្សមួយផ្ទះថែមទាំងត្រូវយកប្រាក់ខែមកជួយប៉ះពាល់ការចំណាយរបស់អ្នកទាំងអស់គ្នាទៀតពួកអញធ្វើឲ្យអញភ័យស្ទើរគៀងបេះដូងហើយអញដឹងទេពេលដែលឆេមកថ្វាយបង្គំអញភ្នែកគេយំឡើងហើមអស់ហើយនិយាយថាយប់មិញគេបានទៅវាយកំទេចទ្វារភូមិពីបងប្រុសទី7របស់គេហើយនាំយកកងការពីទាំងអស់ពីភូមិពីបងទី7ចេញទៅទៀតបើមិនមែនដោយសាររយថារកឃើញជាវិញទេអញប្រហែលជាត្រូវចេញពីវាំងទៅតាមរកដោយផ្ទាល់ហើយវាជាថាព្រះអង្គម្ចាស់ទី7នៅតែតែនឹងមិនព្រមចេញក្រៅហើយសម្ងំតែនៅក្នុងភូមិពីរាល់ថ្ងៃជួបអញតែនៅថ្ងៃ1កើតនិង15កើតប៉ុណ្ណោះអញមើលចុះនិយាយមិនទាន់ផុតពីមាត់ផងគេមកដល់បាត់ស្អាតណាស់ក្មេងតូចនេះអាយុមិនទាន់12ឆ្នាំផងចេះស្គាល់ស្អាតបាត់ទៅហើយបងប្រុសស្អាតពុំជាផងនេះជាលើកទី1ហើយដែលគេព្រមឲ្យអ្នកផ្សេងពុកបែបនេះក្រាបបង្គំថ្វាយព្រះនាងតាំងពីគេចាប់ផ្ដើមដឹងក្តីមកនេះជាលើកទី1ហើយដែលគេសុខចិត្តប៉ះពាល់និងនៅជិតស្និទ្ធជាមួយអ្នកដទៃបែបនេះពិតជាស្អាតមែនណាជាស្អាតទេឆ្លើយមកមើលបងប្រុសមិនបានស្អប់ទេអត់ទេហេជាកូនសម្លាញ់មិនមែនមកពីកូនអាក្រក់មើលទៅបងប្រុសមិននិយាយជាមួយកូនទេប៉ុន្តែបងប្រុសរបស់កូនគេមិនអាចនិយាយបានទេបងប្រុសក៏មិនអាចដើរបានដែរលោកពុកបងប្រុសស្អាតណាស់អ្នកណាហ៊ានធ្វើបាបគេខ្ញុំនឹងជាអ្នកនឹងអ្នកណាហ៊ានធ្វើឲ្យបងប្រុសទៅជាបែបនេះខ្ញុំនឹងជាអ្នកនឹងយើមកមើលនេះជាកូនស្រីតូចគ្រួសារណាគេហ្នឹងមិនបាច់គួរសមទេអញក៏រាប់ថាជាក្មេងដែលយើងនឹងអាគុំហេសីឃើញធំដិនមកដែរដូចជាមនុស្សក្នុងគ្រួសារតែមួយអញ្ចឹងពេលទំនេរចូលមកក្នុងវាំងកំដរអាគុំហេសីឲ្យបានច្រើនបន្តិចទៅរាល់លើកដែលអញមកអាគុំហេសីសប្បាយចិត្តជាច្រើនថ្ងៃពិតមែនហើយនិយាយតាមត្រង់ទៅឈ្មោះជាអ្នកប្រមាញ់នៅភ្នំគឺល្បីល្បាញណាស់ទៅហើយស្វាមីរបស់នាងដំឡើងចេញពីគ្រួសារលំបាកនេះមិនចង់ឲ្យគេមានសម្ពាធទេទើបបានជាលួចមកទីនេះស្ងាត់ម្នាក់ឯងរហូតមកទឹកចិត្តរបស់នាងពិតជាគួរឲ្យកោតសរសើរមែនបងប្រុសស្អាតហាចៅស្រីតូចរបស់គ្រួសារឆេមកនេះមកប្រាប់លោកពួកធីរីមើលអំបញ្ញមិញនៅមុខទ្វីបវិមានអញជាអ្នកណាគេហ្នឹងអ្នកណាធ្វើអីហ្នឹងប្រាប់មកយើងនឹងចាត់ការប្រហែលជីវិត5 4ប្រកួតតែម្ដងយ៉ាងមិនដែរចាស់លោកពូធីរីលោកពូនៅទីនេះហើយជាតូចមានអីចង់ប្រាប់លោកពូធីរីធ្វើបាបមនុស្សនឹងត្រូវទទួលបាបកម្មព្រះអង្គមិនអីទេឲ្យនាងនិយាយចុះបាបកម្មបងប្រុសស្អាតដើរមិនរួចនិយាយមិនកើតគឺមកពីបាបកម្មគួរឲ្យអាណិតណាស់ជាណាបងប្រុសស្អាតដើរមិនរួចហើយក៏និយាយមិនកើតចុះអញដឹងទេថាត្រូវធ្វើយ៉ាងម៉េចទើបអាចព្យាបាលទេជាខ្ញុំពិតមែនទេឲ្យតែអ៊ំស្រីអោបនាងញឹកញាប់ម្ដាយនាងនឹងជាសះស្បើយមែនទេជាតើនាងធ្លាប់ប្រាប់ថាម្ដាយនាងស្អាតខ្លាំងណាស់អញ្ចឹងទៅថ្ងៃមុខឯងនៅកំដរ៉េនដែលជាបងប្រុសស្អាតរបស់អញទៅល្អទេចាស់ស៊ីអញទៅតែនិយាយថាឡានឆាំងនិយាយមិនកើតក៏ជាផលកម្មដែរមែនទេចុះអញអាចប្រាប់លោកពូធីរីបានទេថាផលកម្មនេះធ្លាក់លើក្បាលនរណាមនុស្ស2នាក់ដែលនៅតុបាយគឺពុកនិងអ្នកពុកនិងភីឈីឡើងភ្នំកាលពី12ឆ្នាំមុនរឿងទាំងនេះសុទ្ធតែជារឿងរបស់គ្រួសារស៊ឺខ្ញុំបម្រើបង្រៀនកូនមិនបានល្អធ្វើឲ្យព្រះនាងនិងព្រះអធិរាជត្រូវអស់សំណើចហើយគ្រាន់តែថាស៊ីនៅតូចនិយាយមិនច្បាស់លាស់បើមានការប្រមាថឲ្យនាងនិយាយទៅអំពើបាបកម្មគឺនៅលើខ្លួនពុកនិងនៅលើខ្លួនបងប្រុសស្អាតអញ្ចឹងមូលហេតុដែលឡានឆាំងនិយាយមិនកើតដើមមិនរួចមិនមែនមកពីជំងឺទេចេញឈប់អញប្រាប់រឿងរ៉ាវគ្រួសារស៊ឺមកយើងឲ្យអស់មកហាមលាក់សំបីតែមួយម៉ាត់ចាស់កូនកំសត់ឲ្យប៉ុន្មានឆ្នាំនេះតើកូនទ្រាំឆ្លងកាត់វាមកដោយរបៀបណា
យើងធ្លាប់គិតថាឯងអត់ធ្មត់រហូតមកព្រោះតែមានរឿងពិបាកនិយាយតែពួកគេហ៊ានប៉ះពាល់ដល់ក្បាលស៊ីស៊ីផងព្រះធិរាជរឿងនេះត្រង់កុំធ្វើជាថ្លង់ឲ្យសោះយើងដឹងហើយស៊ីហុងតេយើងចាំទុកហើយថ្ងៃស្អែកប្រជុំព្រឹកយកសារលិខិតដែលកកស្ទះនៅក្រសួងបុគ្គលិកទាំងប៉ុន្មានមកឲ្យយើងពិនិត្យមើលទូបង្គំនឹងទៅចាត់ការភ្លាមហើយនឹងរឿងដែលស៊ីហុងតេកាន់កាប់ពេលថ្មីនេះក៏យកមកឲ្យយើងដែរយើងចង់មើលថាគេមានសមត្ថភាពប៉ុណ្ណាដល់ថ្នាក់យើងនឹងលើកតំណែងឲ្យធ្វើមន្ត្រីឃើញថាព្រះគុំហេសេរបស់យើងឃើញថាកូនប្រុសនិងកូនស្រីរបស់យើងត្រូវគេធ្វើបាបយើងឃើញគេរស់នៅសុខស្រួលពេកហើយស៊ីហុងតេយើងឮថាប៉ុន្មានថ្ងៃនេះអញរវល់ណាស់មែនទេរវល់ដល់ថ្នាក់បាត់កូនស្រីឆ្បងក៏គិតថានាងដាលេងដល់ពេលបាត់កូនស្រីចង់បែរជាប្រញាប់ប្រញ័ររកស្ទើរត្រឡប់តិចក្រុងទូបង្គំបង្រៀនកូនមិនបានល្អធ្វើឲ្យទ្រង់ត្រូវអស់សំណាច់ហើយបង្រៀនកូនមិនបានល្អយើងឃើញថាឯងសំបីតែធ្វើមនុស្សក៏មិនទាន់ចេះផងអញជាអនុរដ្ឋមន្ត្រីក្រសួងបុគ្គលិកក្នុងផ្ទះរៀបចំមន្ទីរ100មិនស្គាល់កូនដើម្បីស្គមចុងឥឡូវសំបីតែសារលិខិតថ្នាក់ក្រោមដាក់មកក៏ខុសឆ្គងពេញហ្នឹងស៊ីហុងតេអញធ្វើមន្ត្រីនេះបានស្រួលខ្លួនណាស់តាចាប់ពីថ្ងៃនេះទៅអនុរដ្ឋមន្ត្រីក្រសួងបុគ្គលិកស៊ីហុងតេត្រូវទម្លាក់តំណែងមកជាមន្ត្រីថ្នាក់ទី6ត្រឡប់ទៅផ្ទះសិនជិនគិតពិចារណាឡើងវិញឲ្យល្អបើឲ្យយើងដឹងថាឯងនៅតែញញែទាំងក្នុងនិងក្រៅផ្ទះទៀតយើងមិនប្រកែកនឹងដេញឯងឲ្យចេះស្នាជីវិតទេព្រះរាជជំការអញត្រូវគេទម្លាក់តំណែងហើយអ្នកស្រីលោកម្ចាស់ត្រូវគេទម្លាក់តំណែងហើយអូយេឈិងស៊ូតាមមែនទេដែលនាងចូលវងទៅប្តឹងមែនទេដែលនាងទៅនិយាយដើមអញនៅចំពោះភ័ក្រព្រះគុំហេសីលោកម្ចាស់ស៊ឺឥឡូវជាមន្ត្រីថ្នាក់ទី6ហើយកំហឹងនៅតែធំដូចមុនដដែលខ្លួនឯងគ្មានសមត្ថភាពត្រូវគេស្ដីបន្ទោសបែរជាមកចោទថានាងខ្ញុំជានិយាយដើមទៅវិញបើមិនមែននាងបើមិនមែននាងទេបើមិនមែនខ្ញុំយ៉ាងម៉េចបើមិនមែនមកពីខ្ញុំនៅរស់ហើយនាំស៊ីស៊ីមកអង្គុយនៅមុខលោកយ៉ាងស្រស់បំព្រងទេមុខមាត់ដ៏ខ្ពង់ខ្ពស់របស់លោកប្រហែលជាអាចសម្ដែងបានយូរជាងនេះបន្តិចមែនទេនៅក្នុងផ្ទះកើតរឿងបែបនេះនាងនៅតែបន្តរករឿងទៀតខ្ញុំរករឿងនាងប្រគល់កូនសោចាត់ការផ្ទះឲ្យទៅម៉ាន់អែហើយថែមទាំងកាត់ប្រាក់ឧបត្ថម្ភក្នុងវាំងទៀតឥឡូវក្នុងផ្ទះច្របូកច្របល់អស់ហើយតើមនុស្សជាងត្រូវទេអីនៅក្រោមមេឃនេះតើមានផ្ទះណាដែលប្រុសមិនរកប្រាក់ចិញ្ចឹមគ្រួសារឬមួយត្រូវពឹងលើទ្រព្យខ្នោះកូនក្រមុំរបស់ប្រពន្ធបើអញ្ចឹងទេថ្ងៃស្អែកខ្ញុំនឹងរៀបចំជប់លៀងអញ្ជើញភរិយាមន្ត្រីទាំងអស់មកសួរមើលជឹងស៊ូហេតុអ្វីបានជានាងប្រែជាបែបនេះគ្មានដូចមនុស្សដែលអញស្គាល់កាលពីមុនបន្តិចសោះលោកខុសហើយនេះគឺជាធាតុពិតរបស់ខ្ញុំទៅយកទឹកមកឲ្យខ្ញុំបន្តិចរឿងធំច្រើនយ៉ាងនេះត្រូវចំណាយប្រាក់ច្រើនណាស់ណាត្រូវសូកប៉ាន់មន្ត្រីនឹងរៀបចំកិច្ចការក្នុងភូមិគ្រឹះទៀតបើមិនចឹងទេបើរឿងនេះបែកធ្លីទៅគ្មាននរណាម្នាក់បានចំណេញទេត្រូវហើយយកទៅថែមទៀតទៅខ្ញុំខ្លាចមិនគ្រាន់អត់ឲ្យទេអ្នកម៉ាក់បើលោកចង់ប្រើប្រាក់ចេញផ្លូវគ្នាយ៉ាងម៉េចមកសុំប្រាក់ខ្ញុំធ្វើអ្វីប្រាក់ខែរបស់លោកចាប់តាំងពីរៀបការមកមិនដែលឲ្យខ្ញុំមួយកាក់មួយសេនផងឲ្យអ្នកណាទៅសុំអ្នកនឹងទៅពួកយើងមិនទាន់លេងលេះគ្នាឯណាមិនទាន់លេងលេះគ្នាលោកមានមុខមកប្រើទ្រព្យរៀបការរបស់ខ្ញុំផងកុំប្រញាប់អីដល់ថ្ងៃលេងលេះត្រូវសុំខ្ញុំវិញឲ្យអស់ប្រាក់ទាំងនេះយកទៅឲ្យឆ្កែស៊ីក៏មិនឲ្យពួកឯងមួយហ្វុងនឹងដែរឆ្កែស៊ីខ្ញុំប្រាប់ឯងម្ដងទៀតណាខ្ញុំដាច់ខាត់មិនព្រមលេងលេះទេមិនបាច់លោកព្រមទេទៅយាយឈីងស៊ូនាងពិតជាកែមិនឡើងមែនកូនប្រុសខ្ញុំទើបតែត្រូវគេទម្លាក់តំណែងនាងមិនព្រមរស់នៅឲ្យស្ងប់ស្ងាត់ទេបែរជាមកបង្កកំហឹងរញ៉េញ៉ៃពេញផ្ទះនាងចិត្តណាចង់ឲ្យគ្រួសារនេះបែកបាក់មែនទេគ្រួសារបែកបាក់ឬមិនបែកបាក់វាតាក់ទងស្អីនឹងខ្ញុំនាងជាប្រពន្ធកូនប្រុសខ្ញុំណាតែកូនប្រុសអ្នកស្រីនិយាយថាមេម៉ាយកូនមួយនោះមានសមត្ថភាពស្មើខ្ញុំមិនប្រកាន់ធំតូចទេអញ្ចឹងប្រពន្ធដូចជាខ្ញុំនេះប្រហែលជាគ្មានតម្លៃអីទេដឹងកូនប្រុសខ្ញុំជារីកាណាត្រូវហើយជារីកាអញ្ចឹងចាប់ពីថ្ងៃនេះទៅក្នុងភូមិគ្រឹះនេះចាយវីតាមប្រាក់ខែស្ទួយស្ដាងរបស់គេទៅនាងស្រីចិត្តខ្មៅខ្ញុំនឹងឲ្យកូនប្រុសខ្ញុំដេញក្បាលនាងចោលចង់បានបែបហ្នឹងណាតែដេញចោលមិនអាចទៅរួចទេខ្ញុំនិយាយឈីងស៊ូក្នុងជីវិតនេះក្រៅពីលេងលេះគឺមានតែធ្វើឲ្យប្តីស្លាប់តែប៉ុណ្ណោះមាត់ទូចរបស់កូននេះចេះនិយាយប៉ះចំមែនហ្នឹងសងសិតខ្ញុំមានចៅស្រីល្អយ៉ាងនេះមិនក៏ទៅជួបប្តីចង្រៃបែបហ្នឹងទៅវិញញ៉ាបងប្រុសមកមើលអូនហើយពីថ្ងៃនេះមាននរណាម្នាក់ធ្វើបាបអូនអត់មានអ្នកណាហានធ្វើបាបអូនទេត្រង់ម្ចាស់ត្រង់តាមចិត្តនាងពេកហើយនាងចិត្តឡើងដល់លើមេឃហើយល្អជាងត្រូវគេធ្វើបាបនិយាយមកមើលពួកវាធ្វើបាបអូនយ៉ាងម៉េចបងប្រុសជួយចាត់ការពួកវាទម្លាក់អូនចោលលើភ្នំស្ទើរតែមកវិញមិនរួចទេបងប្រុសម្នាក់នេះបើអូនទៅប្តឹងគេមុខជាខឹងពិតមែនហើយវីតារីជីងនេះលោកអ៊ំស្រីរីជីងនេះវីតារីជីងនេះមន្ត្រីស្រីមិនបានចាត់ទុកស៊ឺជាកូនស្រីតតែសោះបើគ្មានអ្នកនាងយាយនៅទេស៊ឺប្រហែលជាត្រូវគេធ្វើបាបស្លាប់បាត់ហើយបងប្រុសទី4
បងប្រុសទី4ឈីងស៊ូរឿងនេះអ្នកនាងមិនបាច់អត់ទ្រាំទៀតទេម្ចាស់កត្រីនេះបានដឹងហើយនឹងមិនធ្វើមើលមិនឃើញឡើយអរព្រះគុណរាជិនីអរគុណអីអ្នកនាងជាប្អូនស្រីធម៌របស់ខ្ញុំស៊ឺក៏ជាក្មេងដែលខ្ញុំស្រឡាញ់ពួកវាហ៊ានមកធ្វើបាបលើក្បាលអ្នកនាងគឺដូចជាវាមកខ្ញុំអញ្ចឹងលោកអ៊ំរាជិនីកុំខឹងអីណាខឹងច្រើនអាក្រក់មើលណាស់ល្អហើយម្ចាស់កត្រីមិនខឹងទេចាំមើលចុះបញ្ជីមួយនេះម្ចាស់កត្រីនឹងទីជំនួសអ្នកនាងបងប្រុសសង្ហាខ្ពស់អត់ស៊ឺស្អាតអត់ស្អាតបងនិយាយហើយបងនិយាយហើយបងនិយាយហើយអំបាញ់មិញប្អូននិយាយមែនទេនិយាយមែនទេមកនិយាយម្ដងទៀតមើលនិយាយឲ្យបដារាជីនីស្ដាប់មើលបងប្រុសសង្ហាពុកឈីងស៊ូមើលចុះឡានឆាងផ្ដាំជាសេះស្បើយបន្តិចម្ដងហើយចាស់ខ្ញុំឃើញហើយមានតែល្អឡើងទេនឹងល្អឡើងវិញមិនខានអូហូចៅស្រីបណ្ដូលចិត្តនឹងកូនប្រុសរបស់ខ្ញុំចៅស្រីបណ្ដូលចិត្តលោកតាអញលំបាកហើយណាលោកតាអាណិតអញណាស់បើគុំតែមកឯងខត់ណាលោកតាដើរទៅកាត់ក្បាលអាម្នាក់ត្រកូលស៊ឺនឹងចោលបាត់ហើយខ្ញុំត្រកូលស៊ឺតើអត់ទេចាំមិនមែនទេចៅជាឯងចៅជាចៅសម្រាប់បណ្ដូលចិត្តលោកតាលោកតាណាច្បាស់ជាមិនដាច់ចិត្តកាត់ក្បាលអាម្នាក់ត្រកូលស៊ឺនឹងទេព្រោះឯងនឹងមកឯងជាជីវិតរបស់លោកតានឹងណាហាលោកម្ចាស់ភូមិលោកជំទាវព្រះរាជសារពីអាគមហេសីចង់អញ្ជើញអ្នកនាងតូចចូលព្រះបរមរាជវាំងស្នាក់នៅប្រហែលថ្ងៃគុំទើបតែមកដល់ផ្ទះសោះនឹងមែនហើយខាងបងស្រីអញក៏នឹកនាដល់ស៊ឺដែរម្យ៉ាងទៀតកូននៅក្នុងបន្ទប់ឡានឆាំងឥឡូវនេះចាក់ចេញពីកូនមិនបានទេបងស្រីអញគួរអាណិតណាស់ប៉ុន្មានឆ្នាំមកនេះមិនដែលបោះបង់ការស្វែងរកលោកគ្រូពេទ្យពូកែឡើយភូមិរបស់យើងក៏បានជួយស្វែងរកជាច្រើនឆ្នាំដែរសូម្បីតែអ្នកមានសមត្ថភាពពិសេសក៏មិនមើលរំលងដែរមនុស្សជាច្រើនត្រូវគេអញ្ជើញចូលវាំងប៉ុន្តែគ្មាននរណាម្នាក់អាចព្យាបាលឡានឆាំងបានឡើយបើស៊ឺអាចព្យាបាលគេឲ្យជាសេះស្បើយមែននោះខ្ញុំជាកុសលធំធេងណាស់ពូកែណាស់ណានៅតែយើងឆ្លាតជាងបើទៅដល់អាគមហេសេមុនស្រមៃមើលសូម្បីតែពូខ្លាំងក៏ពោមិនរួចដែរអើយទៅឲ្យរាជបុត្រទី7មកប្រាប់ថាយើងចង់ត្រួតពិនិត្យការសិក្សារបស់គេដោយផ្ទាល់ឲ្យគេមកាយការនៅទីនេះរាល់ថ្ងៃព្រះករុណាថ្លៃពិសេសឯងថាហេតុអ្វីបានជាហុងទៅមានសំណាងល្អម្ល៉េះប្រសូតបានកូនស្រីគួរឲ្យស្រឡាញ់បែបនេះចុះហេតុអ្វីបានជាយើងតែជាបង្កើតមិនបានកូនស្រីគួរឲ្យស្រឡាញ់បែបនេះទៅវិញបងប្រុសសង្ហាលោកម្ចាស់មិនអាចចូលទៅបានទេណាយ៉ាងហោចណាស់ក៏ត្រូវឲ្យទូបង្គំចូលទៅរីកាប្រាប់ព្រះអង្គជាមុនសិនដែរឈៀនស៊ីថ្ងៃមុខយើងលែងបង្ខំអញឲ្យរៀបការទៀតហើយរឿងស៊ូមេរ៉េននោះទុកឲ្យវាកន្លងផុតទៅចុះអូខេទៅថ្ងៃមុខអញចង់ធ្វើអ្វីក៏ធ្វើតាមចិត្តចុះទោះបីជាអញមិនរៀបការមួយជីវិតក៏យើងមិនស៊ូនាំមួយម៉ាត់ដែរយើងធានាក្រាបបង្គំទូព្រះរាជាថាទូបង្គំចង់រៀបការសូមព្រះរាជាថាជួយសម្រេចឲ្យទូបង្គំផងឯងនិយាយម្ដងទៀតមើលឯងចង់ធ្វើស្អីទូបង្គំចង់រៀបការសូមព្រះរាជាថាជួយសម្រេចផងល្អណាស់អញគិតខ្លួនហើយមែនទេចុះឯងប្រាប់មកមើលតើកូនស្រីគ្រូសាណាដែលត្រូវចិត្តឯងយេឈីងស៊ូខេហ្វាក់ឯងថាឯងចង់រៀបការជាមួយនរណាយេឈីងស៊ូទូបង្គំចង់រៀបការជាមួយយេឈីងស៊ូសូមព្រះរាជាថាជួយសម្រេចឲ្យទូបង្គំផងរឿងនេះយើងធ្វើបញ្ជាក់ការមិនបានទេតោះតែសម័យខ្លួនខាងតកូលយល់ព្រមដែរទៅបានរងចាំពេលនាងលេងលះរួចរកតែនាងយល់ព្រមយើងនឹងសំគុំឲ្យអ្នកទាំងពីរប៉ុន្តែឯងត្រូវចាំណាបើយកគេហើយត្រូវតែល្អជាមួយគេបើយកហើយបែរជាមិនមើលថែគេឲ្យបានល្អទេនោះកុំយកប្រកាសជាងក្រែងលោដល់ពេលនឹងអាគមហេសេខឹងនឹងយើងទៀតហើយខាត់បងពេលវេលាគេទេទូបង្គំចង់ចាំហើយស៊ឺឲ្យពូបីបន្តិចមកមនុស្សម្នាក់នេះចង់បោកប្រាស់ទៀតហើយអាល្អិតនេះគ្រាន់តែឃើញជាងស៊ីស្អាតបន្តិចក៏សុខចិត្តឲ្យគេធ្វើជាឯងបាត់ទៅហើយឯងត្រូវដឹងណាគេក្រៅពីប្រយុទ្ធពូកែគ្មានរឿងអីជឿជាក់បានទេខូចខលណាស់កាលនោះនៅរាជធានីកូនអ្នកមានទ្រព្យសម្បត្តិជាងពាក់កណ្ដាលគ្មាននរណាម្នាក់គេផុតពីដៃខូចរបស់គេទេកែច្នៃមិនកាច់មកប្រៀបដូចជាក្រុមការពារសម្ងាត់របស់យើងអញ្ចឹងស្ដេចយកប៉ាជឿជាក់លើខ្ញុំតើលើកនេះមិនអាចមើលមនុស្សខុសទៀតទេស្អាតណាស់ស៊ីអំបាញ់មិញឯងនិយាយថាអីស្អាតណាស់ស៊ីនិយាយផ្ដេសផ្ដាស់អីហ្នឹង
លោកម្ចាស់ឈីងស៊ូលោកពូអានឹងយកធ្វើជាបាបានទេលោកម្ចាស់ឈីងស៊ូអ្នកម៉ាក់ម្នាក់នេះធ្វើជាបាបានតាអញ្ចឹងអូនទៅយកកន្លែងនេះមុនចុះសៀវសាវឯងចេះបត់បែនតាមកាលទេសៈតើប៉ាជាប៉ាថ្មីរបស់ខ្ញុំលោកម្ចាស់ចៃដន្យដើរឆ្លងកាត់ក៏ទិញចំណីខ្លះឲ្យស៊ឺហើយក៏ទិញសម្ពុតខ្លះឲ្យអ្នកដែលធាតុអាកាសធាតុអត់ល្អទេបើពាក់សៀងបែបនេះលោកម្ចាស់ដើរឆ្លងកាត់ម្ដងពីរដងមិនអីទេតែដើរឆ្លងកាត់ច្រើនថ្ងៃជាប់គ្នាបែបនេះដូចជាចៃដន្យពេកហើយដឹងកុំខ្វល់ថាចៃដន្យឬអត់របស់ទាំងនេះទិញឲ្យពីអ្នកម្ដាយកូនអ្នកខ្ញុំមិនធ្វើបាបអ្នកទាំងពីរទេអរគុណលោកពុកថ្មីស៊ីហេតុអីថ្ងៃនេះហើយអញ្ចឹងមកពីលោកពុកថ្មីទិញរបស់ឆ្ងាញ់ឲ្យស៊ីហាមហើយផ្ដេសផ្ដាសអត់មានហើយផ្ដេសផ្ដាសផងម្នាក់នេះធ្វើជាប៉ាបានតាសៀវជាវយករបស់ទាំងនេះទៅរៀបចំទៅលើក្រោយមិនបាច់ឲ្យលោកម្ចាស់លំបាកទៀតទេលំបាកស្អីឲ្យតែដើម្បីអ្នកទាំងពីរខ្ញុំមិនដែលគិតថា8200នៅពេលដែលស៊ឺព្រមទទួលស្គាល់ខ្ញុំជាប៉ាថ្មីទៅហើយខ្ញុំក៏មិនអាចឲ្យឈ្មោះនេះទំនេរទេដែរសម្ដីលោកម្ចាស់និយាយមកនេះដូចជាលឿនពេកហើយដឹងមិនលឿនទេចរិតខ្ញុំបានសម្រេចចិត្តលើអ្វីមួយហើយគឺមិនប្រែប្រួលដាច់ហើយខ្ញុំមិនដែលប្រាប់ថានឹងរៀបការថ្មីទេអ្នកមិនបានប្រាប់ខ្ញុំដឹងប៉ុន្តែអ្នកក៏មិនដែលដេញខ្ញុំឲ្យអស់ចិត្តដែរបើចង់ធ្វើជាប៉ារបស់ខ្ញុំត្រូវឆ្លងកាត់ការប្រឡងសិនអូហូអញ្ចឹងស៊ឺប្រាប់មកមើលលើត្រូវប្រឡងរបៀបមិនដែរទី1ត្រូវទិញនំឲ្យខ្ញុំញ៉ាំទី2ត្រូវនាំខ្ញុំទៅលេងក្រៅទី3ហាមพูดផុសហកដូចជាប៉ាមុនបានគ្រប់យ៉ាងដែលកូននិយាយខ្ញុំចាំទុកទាំងអស់ស៊ីហៅប៉ាមួយម៉ាត់មកមើលលោកប៉ាឯងចេះលួងក្មេងតាហេក៏ត្រូវមើលថាក្មេងនោះជាកូនរបស់អ្នកណាដែរបងប្រុសសង្ហានេះជាប៉ាថ្មីរបស់ខ្ញុំណាប្បីបងប្រុសសង្ហាអូនស៊ឺផងប៉ាដែលកូនទៅតែទទួលស្គាល់មិញនេះត្រូវគេបោះបង់ចោលបាត់ហើយប៉ាឲ្យកុំយំអីណាឡានឆាងពិតជាចេះយកចិត្តក្មេងមែនចិត្តក្មេងញីយកតាអ្នកម៉ាក់ឈឹងស៊ូកាលពីរៀបការឆ្នាំនោះមនុស្សដែលជួយសង្គ្រោះអ្នកមិនមែនជាស៊ីហុងទឺទេពេលនោះអ្នកសន្លប់អត់ស្មារតីមើលឃើញត្រឹមតែរូបរាងសពិតប៉ុណ្ណោះបន្ទាប់មកពេលអ្នកនឹងខ្លួនឡើងស្រាប់តែឃើញស៊ីហុងទឺនៅចំពោះមុខអ្នកក៏គិតថាជាគេតែម្ដងទៅប៉ុន្តែអ្នកដែលជួយរំដោះអ្នកចេញពីដៃស្រូវពិតប្រាកដនោះគឺជារូបខ្ញុំអញ្ចឹងអ្នកដែលឯងខ្ញុំចុះពីលើភ្នំហើយទទួលកម្មបិតជំនួសខ្ញុំកាលពីឆ្នាំនោះមិនមែនជាស៊ីហុងទឺទេហេមិនមែនទេចុះរឿងទាំងនេះប្រហែលឆ្នាំនេះគេបានទាញយកផលប្រយោជន៍ពីគុណបំណាច់នេះមកលើរូបអ្នកដោយសារតែអ្នកមិនដែលស៊ើបសួរគេក៏មិនដែលនិយាយរហូតដល់ពេលអ្នករៀបការជាមួយគេរឹតតែមិននិយាយប្រាប់អ្នកទីកាលនោះខ្ញុំពិតជាមនុស្សជឿលើរូបភាពស្រពេចស្រពើមួយនោះហើយក៏មិនបានស៊ើបសួរឲ្យច្បាស់ជឿលើគេដល់នេះបែបនេះសោះត្រូវហើយលោកពុកថ្មីគឺជាប៉ារបស់ខ្ញុំនៅមានទៀតទេមានឲ្យតែរឿងដែលអ្នកចង់ដឹងការពិតខ្ញុំនឹងជួយស៊ើបសួរឲ្យដល់ទីបំផុតឈឹងស៊ូកាលនោះខ្ញុំមិនដែលគិតចង់បានការតបស្នងគុណអ្វីពីនេះទេអ្នកចំណាំមនុស្សខុសមកពីខ្ញុំទៅមិនទាន់ទេបន្ទាប់មកអ្នករៀបការជាមួយគេក៏មកពីខ្ញុំត្រឡប់មកវិញទៀតតែឥឡូវនេះក្នុងពេលដែលអ្នកបានដឹងការពិតហើយខ្ញុំមិនចង់លាក់បាំងទៀតទេបានជាប៉ុន្មានថ្ងៃនេះលោកមកតាមចិត្តខ្ញុំរហូតបែបនេះមិនមែនគ្រាន់តែដោយសារស៊ឺទទួលស្គាល់លោកជាប៉ាទេមែនទេកាលនោះខ្ញុំបានស្រឡាញ់អ្នកតាំងពីដំបូងមកម្លេះគ្រាន់តែមកពីនិស្ស័យពួកយើងមិនទាន់ដល់ទើបមិនបាននៅជាមួយគ្នាឥឡូវនេះឬថាអ្នកចង់លេងនេះខ្ញុំចង់បន្តនិស្ស័យជាមួយអ្នកម្ដងទៀតយកព្រមទៅកូនជាអ្នកយល់ព្រមឬក៏អ្នកម៉ាក់របស់កូនជាអ្នកយល់ព្រមឲ្យប្រកាសនឹងខ្ញុំយល់ព្រមអ្នកម៉ាក់ក៏យល់ព្រមដែរបើចង់បានកន្លែងឈោជើងត្រូវតែដណ្ដើមកន្លែងនេះឲ្យបានមុនគេជីងស៊ូឯងនេះចេះឆ្លាតបត់បែនមែនតើតាចាស់នោះជាពុកថ្មីរបស់ខ្ញុំលោកម្ចាស់គ្រាន់តែដើរកាត់តាក៏ទិញនំចំណីខ្លះមកឲ្យស៊ឺហើយក៏ទិញសាច់ក្រណាត់ប៉ុន្មានដុំនេះមកឲ្យអ្នកដែលមានទឹកចិត្តហើយកុំស្លៀកពាក់ស្អាតពេកលោកម្ចាស់ដើរកាត់ម្ដងពីរដងមិនថាទេចុះដើរកាត់ច្រើនថ្ងៃជាប់គ្នាបែបនេះមិនចៃដន្យពេកទេចៃដន្យមិនចៃដន្យចាំបាច់និយាយធ្វើអីរបស់ទាំងនេះទិញឲ្យអ្នកទាំងពីរម្ដាយកូនតាខ្ញុំមិនធ្វើបាបអ្នកទាំងពីរទេពុកថ្មីល្អណាស់ស៊ីហេតុអីថ្ងៃនេះជូនម្លេះមកពីពុកថ្មីទិញនំឲ្យញ៉ាំនឹងណាស៊ីកុំហៅផ្ដេសផ្ដាសអត់មានហៅផ្ដេសផ្ដាសទេធ្វើពុកខ្ញុំបានតើសៀវជាវយករបស់ទាំងនេះទៅទុកវិញទៅលើក្រោយមិនបាច់ឲ្យលោកម្ចាស់លំបាកទៀតទេធ្វើដើម្បីអ្នកទាំងពីរមិនលំបាកទេក្នុងពេលដែលស៊ឺទទួលស្គាល់ខ្ញុំជាពុកខ្ញុំក៏មិនឲ្យនាងហៅទេដែរសម្ដីលោកម្ចាស់ហាក់ដូចជាលឿនពេកហើយដឹងមិនលឿនទេនិស្ស័យខ្ញុំបានសម្រេចចិត្តលើអ្វីមួយហើយគឺមិនប្រែប្រួលដាច់ខាតតែខ្ញុំមិនដែលនិយាយថាចង់រៀបការឡើងវិញអ្នកមិនបាននិយាយខ្ញុំដឹងប៉ុន្តែអ្នកក៏មិនបានបដិសេធខ្ញុំដាច់ចិត្តដែរបើចង់ធ្វើជាពុកខ្ញុំត្រូវឆ្លងកាត់ការប្រឡងសិនអូហូអញ្ចឹងស៊ឺប្រាប់មកមើលលើត្រូវប្រឡងយ៉ាងម៉េចខ្លះទី1ត្រូវទិញស្ករគ្រាប់ឲ្យខ្ញុំទី2ត្រូវជួយបំបត្តិទុក្ខសោកទី3ហាមបោកប្រាស់ដូចពុកមុនបានខ្ញុំចាំទុកក្នុងចិត្តទាំងអស់
ស៊ីហើយពុកមួយម៉ាត់មកមើលលោកពុកឯងចេះលួងក្មេងតាមើលលើក្មេងដែរតាបងប្រុសសង្ហាគាត់ជាពុកថ្មីរបស់ខ្ញុំណាបងប្រុសសង្ហាស៊ីសុំអបមួយទើបតែទទួលស្គាល់ជាពុកសោះឥឡូវត្រូវគេឆក់យកបាត់ហើយពុកគុំយំណាឡានឆាំងនេះពិតជាក្មេងតូចមែនឈីងស៊ូយប់ដែលអ្នករងរបួសកាលពីឆ្នាំនោះអ្នកដែលជួយអ្នកពិតជាមិនមែនជាស៊ីហុងទៅទេកាលនោះអ្នកសំណប់បើកភ្នែកមើលឃើញតែរូបភាពស្រពេចស្រពើប៉ុណ្ណោះបន្ទាប់មកពេលអ្នកនឹងខ្លួនតែជាឃើញស៊ីហុងទៅនៅចំពោះមុខអ្នកក៏យល់ថាជាគេប៉ុន្តែអ្នកដែលជួយរំដោះអ្នកចេញពីដែលស្ត្រូវគឺជាខ្ញុំអញ្ចឹងអ្នកដែលលីខ្ញុំចុះពីលើភ្នំហើយត្រូវគេកាប់មួយកាំបិទជំនួសខ្ញុំកាលនោះមិនមែនជាស៊ីហុងទៅទេមិនមែនទេចុះប៉ុន្មានឆ្នាំនេះគេគ្រាន់តែទទួលបានផលប្រយោជន៍ពីគុណបំណាច់នេះបើអ្នកមិនស្រាវជ្រាវគេក៏មិននិយាយរហូតដល់ពេលអ្នកការជាមួយគេរឹតតែមិននិយាយកាលនោះខ្ញុំពិតជាមិនគួរជឿលើរូបភាពស្រពេចស្រពើនោះដោយមិនបានស៊ើបអង្កេតឲ្យច្បាស់ហើយជឿលើគេងាយបែបនេះសោះត្រូវហើយគាត់ជាពុករបស់ខ្ញុំនៅមានទៀតទេមានរឿងពិតដែលអ្នកចង់ស៊ើបខ្ញុំបានស៊ើបដឹងអស់ហើយប្រាប់មកកាលនោះខ្ញុំមិនដែលគិតចង់បានការតបស្នងអ្វីពីអ្នកឡើយការដែលអ្នកចំណាំមនុស្សខុសគឺមកពីខ្ញុំទៅមិនទាន់ពេលក្រោយមកអ្នករៀបការជាមួយស៊ីហុងទៅក៏មកពីខ្ញុំត្រឡប់មកវិញយូរពេលប៉ុន្តែពេលនេះក្នុងពេលដែលអ្នកបានដឹងរឿងពិតហើយខ្ញុំមិនចង់លាក់បាំងទៀតទេអញ្ចឹងប៉ុន្មានថ្ងៃនេះលោកតាមព្យាបាលប្រកបបែបនេះមិនមែនគ្រាន់តែដោយសារស៊ឺទទួលស្គាល់លោកជាពុកទេមែនទេខ្ញុំស្រឡាញ់អ្នកតាំងពីដំបូងម្លេះគ្រាន់តែគ្មានវាសនាបាននៅក្បែរគ្នាឥឡូវឮថាអ្នកចង់លែងលះខ្ញុំចង់បន្តពូជពងនឹងវាសនានេះជាមួយអ្នកម្ដងទៀតយោពងកូនយល់ព្រមឬក៏ម៉ាក់កូនយល់ព្រមខ្ញុំយល់ព្រមម៉ាក់ក៏យល់ព្រមដែរមានរឿងអីកើតឡើងតាមពិតកាលនោះអ្នកដែលជួយឯងមិនមែនជាស៊ីហុងទៅទេលោកម្ចាស់ការពិតទៅខ្ញុំស្រឡាញ់ឈីងស៊ូតាំងពីដំបូងមកម្លេះគ្រាន់តែគ្មានវាសនាបាននៅជាមួយគ្នាឥឡូវឮថាឈីងស៊ូចង់លែងលះខ្ញុំក៏ចង់បន្តនិស្ស័យជាមួយនាងសាជាថ្មីស៊ឺខ្ញុំនឹងចាត់ទុកដូចជាកូនបង្កើតច្បាស់ជាមិនឲ្យពួកនាងម្ដាយកូនត្រូវទាស់ចិត្តឡើយមានរឿងអីកើតឡើងតាមពិតទៅមនុស្សដែលជួយឯងកាលពីឆ្នាំនោះមិនមែនជាស៊ីហុងទៅទេលោកម្ចាស់ខ្ញុំសូមនិយាយត្រង់ចំពោះខេងឈីខ្ញុំស្រឡាញ់នាងតាំងពីដំបូងប៉ុន្តែដោយសារតែសមត្ថភាពមិនដល់ទើបមិនអាចនៅជាមួយគ្នាបានឥឡូវនេះគឺថានាងចង់លែងលះខ្ញុំចង់បដិសេធចំណងស្នេហ៍ជាមួយនាងម្ដងទៀតចំពោះកូនស្រីរបស់នាងខ្ញុំនឹងមើលថែដោយកូនបង្កើតហើយមិនទាមទារចង់បានកូនតខ្លួនទៀតទេសូមលោកម្ចាស់ទុកចិត្តឲ្យប្រកូលខេងឈីមកឲ្យខ្ញុំចុះខ្ញុំសន្យាថានឹងមើលថែពួកនាងម៉ែកូនស្មើនឹងជីវិតមិនឲ្យពួកនាងឈឺចាប់សូម្បីតែបន្តិចឥឡូវនេះខ្ញុំមិនទាន់ចង់និយាយឆ្ងាយទាំងនេះទេមិនអីទេបើអូនមិនទាន់ចង់និយាយខ្ញុំនឹងរងចាំប៉ុន្តែបើអូនចង់ស្រាវជ្រាវរឿងគ្រួសារខ្ញុំប្រកាសជាជួយអូនអ្នកស្រីខ្ញុំបានទៀងទាត់រួចហើយទ្រព្យសម្បត្តិដែលគ្រួសារជ័យបានលួចយកទៅប៉ុន្មានឆ្នាំនេះមិនមែនមានតែប៉ុណ្ណោះនៅលើបញ្ជីទេហាងសូត្រស៊ើបភេរលៀននិងហាងពីទៀតនៅលើខាងត្បូងសុទ្ធតែត្រូវគេកែច្នៃបញ្ជីអាជីវកម្មហើយថែមទាំងមានប្រាក់ជួលដីស្រែចម្ការជាច្រើនទៀតដែលមិនដែលបានចុះបញ្ជីប្រាក់ចំណូលរបស់គ្រួសារឡើយចំណូលទាំងនោះត្រូវបានទេបង្វែរហើយចុងក្រោយធ្លាក់ចូលក្នុងហោប៉ៅរបស់គ្រួសារបងទាំងអស់កាលពីមុនខ្ញុំគិតថាពួកគ្មានសមត្ថភាពហើយរួមនៅពឹងផ្អែកលើខ្ញុំប៉ុន្តែឥឡូវនេះមើលទៅគឺមកពីខ្ញុំវាតម្លៃពួកគេពេកហើយអ្នកស្រីយើងមិនអាចអត់ទ្រាំទៀតទេអត់ទ្រាំតើនៅជានិយាយថាខ្ញុំត្រូវអត់ទ្រាំអ្នកម៉ាក់ទៅរើផ្ទះចាស់ទៅរើផ្ទះអ្វីដែលជារបស់យើងតាំងពីដើមមកត្រូវតែយករៀបចំយកមកវិញទាំងអស់អាពួកអតិថិជនកាលនោះអញរៀបការកូនស្រីឲ្យទៅវាយ៉ាងអធិកអធមមិនមែនឲ្យនាងទៅចិញ្ចឹមគ្រួសារវាមួយកញ្ជិននឹងទេលោកពុកកូនចង់ទៀងទាត់ទ្រព្យសម្បត្តិទាំងអស់បញ្ជីលេខបញ្ជីកណីនិងទ្រព្យសកម្មទាំងអស់ត្រូវតែយកមកវិញទាំងអស់យកមកវិញឲ្យអស់មានពុកនៅចាំជួយអ្នកណាហ៊ានរារាំងឯងកាប់ពីចោលលោកតាកូនក៏ទៅដែរចៅទៅធ្វើអីចៅទៅជួយមើលក្រែងគេលួចគួរតែទៅទីបំណុលពីគ្រួសារជិះវិញហើយអ៊ីខេងឈីវនាងនាំមនុស្សច្រើនមកលេងមកធ្វើអីមករើអីវ៉ាន់ស្អីឬសម្លៀកបំពាក់នឹងរៀបចំទ្រព្យសម្បត្តិរបស់ខ្លួនរបស់ខ្ញុំរបស់ណាជារបស់ខ្ញុំនឹងចេះត្រូវតែយករៀបចំយកទៅវិញទាំងអស់មិនដែរប្រើប្រាស់របស់គេយូរទៅស្មានជារបស់ខ្លួនឯងមែនទេកម្លាំងការពារតាមខ្ញុំទៅខ្លះអានឹងហើយនឹងអានឹងទៀតអានឹងជារបស់អ្នកម៉ាក់ខ្ញុំអានឹងក៏ជារបស់អ្នកម៉ាក់ខ្ញុំដែរហើយអានឹងទៀតសុទ្ធតែជារបស់អ្នកម៉ាក់ខ្ញុំទាំងអស់ជប់ភ្លាមពួកឯងជប់ដៃទាំងអស់គ្នាភ្លាមអ្នកណាហ៊ានជប់ថ្ងៃនេះបើមិនបានអីវ៉ាន់ត្រឡប់ទៅវិញទេមិនបាច់ត្រឡប់ទៅភូមិគឺវិញឡើយនាងកុំជ្រុលហួសហេតុពេកជ្រុលហួសហេតុ
ខ្ញុំមកយករបស់ខ្ញុំតែជ្រុលហួសហេតុត្រង់ណានាងចាំបាច់ធ្វើដល់ថ្នាក់នឹងផងមិនមែនខ្ញុំចង់ធ្វើទេគឺមកពីពួកអ្នកស៊ីចម្លែកយូរពេករហូតភ្លេចបាត់ថាឯណាជារបស់ខ្លួនឯងអ្នកម៉ាក់អស់រលីងហើយអញ្ចឹងយករៀបចំឲ្យស្អាតទៅបាត់សូម្បីតែចានឆ្នាំងនិងប្រាក់កាក់ក៏ត្រូវគេយកទៅអស់ដែរមីស្រីចិត្តខ្មៅនាងចង់រុញច្រានគ្រួសារយើងឲ្យតច្រកមែនទេលោកម្ចាស់ខ្ញុំត្រូវគេធ្វើបាបប៉ុណ្ណឹងមិនអីទេប៉ុន្តែចុះកូនយួនគេនៅតូចណាស់ឥឡូវនេះខ្លាំងក៏ពិសាក្នុងភូមិគឺក៏បបាច់អស់បើអ្នកខាងក្រៅដឹងថាលោកម្ចាស់សូម្បីតែផ្ទះក៏មើលមិនថែមិនបានតើទៅមុខទៀតយើងluônនៅយ៉ាងម៉េចអញតែមានគ្រួសារអ៊ីនឹងរីកវាំងនៅពីក្រោយខ្នងមែនទេនាងចង់រើឃ្លាំងខ្ចីឲ្យទេស្អាតចង់លេងលេះដើម្បីផ្ដាច់ទំនាក់ទំនងឲ្យជ្រះស្រឡាអញ្ចឹងឬចាំមើលថាអញព្រមឬមិនព្រមតើបងចង់ធ្វើអីទៀតឥឡូវនេះយើងត្រូវគេបំបាក់មុខដល់ថ្នាក់នឹងហើយតើនេះមិនស្រឡាញ់កិត្តិយសបំផុតទេខ្ញុំមិនចង់និយាយចៃនេះឥឡូវទេអូខេបើអូនមិនចង់និយាយបងចាំបានតែបើអូនចង់ស៊ើបការពិតបងប្រកាសជីជួយអូនអ្នកស្រីយើងផ្ទៀងបញ្ជីរួចហើយប៉ុន្មានឆ្នាំនេះលោកម្ចាស់លួចគេងប្រវ័ញ្ចទ្រព្យច្រើនជាងទូលេខតែ10ដុំស្តុកនៅឃ្លាំងធំហាងពីរនៅផ្លូវខាងត្បូងក៏ត្រូវគេលួចផ្លាស់ប្ដូរឈ្មោះដែរថែមទាំងប្រាក់ឈ្នួលជួលស្រែចម្ការប៉ុន្មានកន្លែងទៀតក៏មិនដែលចូលបញ្ជីផ្ទះយើងដែរលុយកាក់ទាំងនេះត្រូវបានគេផ្ទេរបន្តចូលហោប៉ៅត្រកូលវ៉ាន់អស់ហើយដើមឡើយខ្ញុំគិតថានេះគ្មានសមត្ថភាពបានជាត្រូវពឹងផ្អែកលើខ្ញុំដើម្បីរស់ដល់ឥឡូវទើបដឹងថាមកពីខ្ញុំវាតម្លៃនេះខ្ពស់ពេកសោះអ្នកស្រីយើងមិនអាចអត់ទ្រាំទៀតទេទ្រាំខ្ញុំធ្លាប់និយាយថាខ្ញុំត្រូវទ្រាំពីកាលណាម៉ាក់ទៅរើអីវ៉ាន់មែនហើយទៅរើអីវ៉ាន់របស់ទាំងនេះដើមឡើយជារបស់យើងត្រូវតែយកមកវិញឲ្យអស់អាធិបតិរឆាននេះកាលនោះអញរៀបការកូនស្រីឲ្យវាទាំងអស់ចាស់មិនមែនឲ្យកូនអញទៅចិញ្ចឹមមួយគ្រួសារវានោះទេពុកខ្ញុំចង់រៀបចំចំនួនការឡើងវិញរាប់បានកម្មសិទ្ធិបញ្ជីទ្រព្យសម្បត្តិនិងអាជីវកម្មទាំងអស់យកមកវិញឲ្យអស់យកឲ្យអស់មកពុកនៅពីក្រោយក្នុងកូនអាណាហ៊ានរ៉ាំអញកាប់ពីចោលលោកតាចុះកូនទៅធ្វើអីដែរចៅទៅធ្វើអីដែរកូនជួយរើអីវ៉ាន់ថ្ងៃស្អែកទៅជួបមេធាវីជាឈិញសួននាងនាំមនុស្សច្រើនម្លេះមកធ្វើអីរើអីវ៉ាន់ស្អីរើសម្លៀកបំពាក់និងចំនួនការរបស់ខ្ញុំរើទាំងបានហាងទំនិញក្រោមឈ្មោះខ្ញុំរបស់ទាំងនេះជារបស់ខ្ញុំនិងកូនមិនដែរពួកអ្នកឯងប្រើប្រាស់យូរទៅស្មានថារបស់ខ្លួនឯងមែនទេអ្នកការពារតាមខ្ញុំទៅឃ្លាំងអាមួយនេះអាមួយនោះនៅមានអាមួយនោះទៀតអាជើងពីនេះជារបស់កូនអាមួយនេះក៏ជារបស់កូនដែរនៅមានអាមួយនោះជារបស់កូនទាំងអស់ឈប់ភ្លាមឈប់ទាំងអស់គ្នាទៅអ្នកណាហ៊ានឈប់ថ្ងៃនេះបើប្រមូលមិនអស់មិនបាច់ត្រឡប់ទៅភូមិគឺវិញទេនាងកុំជ្រុលហួសហេតុពេកជ្រុលហួសហេតុខ្ញុំមកយករបស់ខ្លួនឯងជ្រុលហួសហេតុត្រង់ណាចាំបាច់ធ្វើដល់ថ្នាក់នឹងផងមិនមែនខ្ញុំចង់ធ្វើទេគឺមកពីពួកអ្នកឯងស៊ីប្រវ័ញ្ចយូរពេករហូតភ្លេចកំណត់ខ្លួនឯងបាក់មើលណាអស់រលីងហើយអញ្ចឹងប្រមូលឲ្យស្អាតទៅបាក់ទេស្អាតគ្មានសល់សំបីតែមួយកាក់អាស្រ័យចិត្តខ្មៅនាងបងខំញ៉ៃញ៉ៃធ្វើឲ្យគ្រួសារយើងខ្ទេចខ្ទីដល់ថ្នាក់ហ្នឹងលោកម្ចាស់ខ្ញុំខំទ្រាំរងការអត់ការមិនអីទេចុះកូនប្រុសយើងគិតមិនទៅវានៅក្មេងណាស់ឥឡូវឃ្លាំងត្រូវទេស្អាតមនុស្សប្រុសស្រីក្នុងផ្ទះវឹកវរអស់ហើយបើអ្នកខាងក្រៅដឹងថាលោកម្ចាស់សំបីតែផ្ទះក៏គ្រប់គ្រងមិនបានតើឲ្យយើងមានមុខមាត់រស់នៅធ្វើមនុស្សយ៉ាងម៉េចទៀតនាងអាំងអីអាំងមានត្រកូលយាយនឹងរីកវាំងនៅពីក្រោយខ្នងមែនទេនាងចង់ជំលះទ្រព្យសម្បត្តិឲ្យអស់ចង់លេងលេះឲ្យផ្ដាច់ទំនាក់ទំនងឲ្យស្អាតស្អំមែនទេមើលថាតើអញព្រមឬមិនព្រមឯងចង់ធ្វើអីទៀតឥឡូវយើងត្រូវគេបំបាក់មុខដល់ថ្នាក់នឹងហើយនាងមិនខ្លាចបាត់បង់កិត្តិយសហេហេអញ្ចឹងអញនឹងបំបាក់មុខនាងឲ្យខ្សែតែម្ដងសម្ដីលោកម្ចាស់មានន័យថាម៉េចរៀបចំព័ត៌មានផ្សាយចេញទៅថាយាយឈិញសួនអាងអំណាចត្រកូលខាងស្រីរឹបអូសទ្រព្យសម្បត្តិខាងប្រុសប្តីខិតខំធ្វើការបាយជីទៅលួចលាក់ជាមួយស្រីផ្សេងសំបីតែកូនឈឺក៏មិនមើលភ្នែកដែរថែមទាំងប្រាប់ទៀតថាបច្ចុប្បន្ននាងស្នាក់នៅផ្ទះត្រកូលយាយហើយមានទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រុសក្រៅផ្ទះចាំមើលថានាងមានគំនិតអាក្រក់អីទៀតត្រូវហើយនាងមិនចង់បានមុខមាត់ទេតើខ្ញុំចង់ដឹងណាស់ថាកូនស្រីដែលមានឈ្មោះអាស្រូវបែបនេះតើបន្តធ្វើជាកូនស្រីត្រកូលយាយយ៉ាងម៉េចធ្វើជាបងស្រីល្អរបស់គេយ៉ាងម៉េចកែបើគេលេចថានាងមិនចង់សម្រុងជាមួយប្រពន្ធចុងនឹងកូនហើយថែមទាំងទៅលួចមានប្រុសខាងក្រៅទៀតនាងចង់លេងលេះរលូនយកសឹកទៅលេងណាអញដាច់ខាត់មិនលេងលេះដាច់ខាត់នាងកាន់តែចង់ចេញអញកាន់តែធ្វើឲ្យនាងខ្ពើមរអើនាងមិនចង់ឲ្យអញពិបាកចិត្តទេហេអញ្ចឹងអញនឹងធ្វើឲ្យវាដើរងើបមុខមិនរួចនៅខាងក្រៅឈិងស៊ូខ្ញុំដឹងថាម៉ូតូពេលនេះអញនៅខឹងនៅឡើយទេប៉ុន្តែទោះនិយាយយ៉ាងណាក៏ដោយជឿនៅតែជាកូនស្រីរបស់ខ្ញុំណាកាលពេលនោះមិនក៏លោកមិនគិតចង់នៅក្បែរកូនលោកគ្រាន់តែខ្លាចស្ដាប់មែនទេហើយថែមទាំងបណ្ដោយឲ្យកូនស្រីខ្ញុំស្លាប់តែបិទមេងដើម្បីប្លន់យកទ្រព្យបណ្ដូលរបស់នាងទៀតជឿ
ប៉ុន្មានថ្ងៃមុននេះពុកមិនបាននាំកូនទៅលេងហើយក៏មិនបានទិញអ្វីឲ្យកូនដែរមកនេះដុំត្បូងមួយដុំនេះជាកាដូដែលពុកជូនកូនណានេះជាប្រដាប់ដែលលោកតាអញធ្លាប់ពាក់កាលពីមុនជាវត្ថុមានតម្លៃប្រចាំត្រកូលយើងអញ្ចឹងពុកប្រគល់វាឲ្យកូនចំណាជូនកាដូរួចរាល់ហើយមែនទេអញ្ចឹងអញ្ជើញចេញទៅបានហើយជីងស៊ូថ្ងៃនេះខ្ញុំមកមិនមែនគ្រាន់តែដើម្បីជឿនោះទេនៅខាងក្រៅមានពាក្យចាំអារ៉ាមមិនល្អជាច្រើនខ្ញុំដាំឡើយចង់ជួយសង្កត់រឿងនេះជំនួសឯងប៉ុន្តែបើឯងនៅតែបន្តបង្ករឿងបែបនេះទៀតសូម្បីតែខ្ញុំក៏មិនអាចជួយបិទបាំងបានដែរពាក្យចាំអារ៉ាមស្អីប៉ុន្មានថ្ងៃនេះឯងនាំជឿទៅនៅក្នុងភូមិព្រៃត្រកូលយាយហើយថែមទាំងរត់ទៅក្នុងវាំងជាញឹកញាប់និងស្និទ្ធស្នាលជាមួយលោកម្ចាស់សត្វអង្គទៀតគេនិយាយថាឯងអាស្រ័យអាំងក្នុងបង្អែកខាងត្រកូលខាងម្ដាយនិងនៅក្នុងវាំងទើបមានប្រុសនៅខាងក្រៅយូរមកហើយទើបប្រញាប់ប្រញាល់ដឹកទ្រព្យសម្បត្តិចេញពីផ្ទះហើយបង្ខំឡៃលះបែបនេះថ្ងៃនេះខ្ញុំមានបំណងអមឯងព្រោះមិនចង់ឲ្យអ្នកខាងក្រៅនិយាយពីអាក្រក់មើលងាយឯងពេកបើឯងគិតគូរដល់កិត្តិយសខ្លួនឯងនិងជឿមែននោះគួរតែចេះទប់អារម្មណ៍ខ្លះទៅកុំបន្តបង្ករឿងទៀតអីស្រីម្នាក់ដែលមិនទាន់លែងលះដាច់ស្រេចនាំកូនទៅរស់នៅផ្ទះខាងម្ដាយហើយដើរហើរជិតស្និទ្ធជាមួយប្រុសផ្សេងយ៉ាងជិតស្និទ្ធបែបនេះធ្វើឲ្យខ្ចោះខ្ចាយពេញទីក្រុងបែបនេះអាម៉ាស់មុខមិនមែនតែខ្លួនឯងទេណាចុះទៅថ្ងៃមុខតើជឿរស់នៅធ្វើមនុស្សយ៉ាងម៉េចកើតស៊ីហុងទេបើលោកពិតជាមានសមត្ថភាពមែននោះយកពាក្យដែលលោកទៅតែនិយាយមែននេះទៅនិយាយនៅចំពោះមុខអ្នករាល់គ្នាទៅកុំចេះតែលួចចាក់ទឹកកកខ្វក់ដាក់គេនៅខាងក្រៅហើយរត់មកធ្វើជាមនុស្សល្អនៅមុខខ្ញុំបែបនេះតើលោកមិនស្រឡាញ់កិត្តិយសណាស់ទេអីចឹងចេះការពារកិត្តិយសខ្លួនឯងឲ្យបានល្អទៅបើហ៊ានយកឈ្មោះខ្ញុំនឹងជឿមកធ្វើឲ្យខ្ញុំខ្ពើមរអាំទៀតនោះខ្ញុំនឹងធ្វើឲ្យលោកសូម្បីតែស្បែកមុខចុងក្រោយក៏រក្សាទុកមិនបានដែរលោកពុកមនុស្សប្រុសម្នាក់នេះផ្ដាំដើរចាក់ទឹកកកខ្វក់នៅខាងក្រៅទៀតហើយអ្នកស្រីវងមេតាមកសុំជួបរួមជាមួយយន់អ៊ឺផងដែរមិនបាច់ឲ្យចូលទេអ្នកស្រីប៉ុន្មានថ្ងៃនេះយន់អ៊ឺនឹកដល់អូនស្រីរហូតគេថាទោះយ៉ាងណាក៏អ្នកទាំងពីរជាបងប្អូននឹងគ្នាដែរហេតុអ្វីក៏ត្រូវឆ្លោះគ្នារហូតដល់ថ្នាក់ហ្នឹងយន់អ៊ឺធ្លាក់ខ្លួនជឿប៉ុន្មានថ្ងៃហើយផ្ទះយើងរវល់តែអញ្ជើញគ្រូពេទ្យនិងសួរនាំថ្នាំសង្កូវគុតទីលោកម្ចាស់ពិបាកចិត្តរាល់ថ្ងៃប៉ុន្តែអ្នកស្រីបែរជាមិនព្រមទៅមើលសូម្បីតែបន្តិចអូនស្រីខ្ញុំដឹងថាកាលពីមុនមកខ្ញុំមិនល្អទេប៉ុន្តែពេលនោះខ្ញុំនៅក្មេងមិនទាន់ដឹងក្តីអ្នកឯងធំជាងខ្ញុំតើនៅតែមិនទាន់ដឹងក្តីទៀតឬអ្នកស្រីទោះជាយ៉ាងណាយន់អ៊ឺនៅតែជាក្មេងម្នាក់តែហេតុអ្វីបានជាអ្នកស្រីត្រូវចងគំនុំនឹងមានថ្នាក់នេះខ្ញុំដឹងថាអ្នកស្រីស្អប់ខ្ញុំប៉ុន្តែយន់អ៊ឺមិនដឹងអីទេណាឥឡូវនេះអ្នកខាងក្រៅសុទ្ធតែនិយាយថាអ្នកស្រីមិនអាចរស់នៅជាមួយពួកយើងពីរនាក់ម្ដាយកូនបានខ្លួនខ្ញុំជាស្រីកំណានមិនអីទេប៉ុន្តែយន់អ៊ឺនៅតូចណាស់ណាអ្នកស្រីខ្ញុំមិនដែលគិតចង់មកដណ្ដើមអ្វីពីអ្នកស្រីទេគ្រាន់តែគិតថាអ្នកស្រីនិងលោកម្ចាស់មិនទាន់លែងលះគ្នាដាច់ស្រេចហេតុអ្វីត្រូវធ្វើឲ្យរឿងអាម៉ាស់ថ្នាក់នេះនាំឲ្យអ្នកខាងក្រៅដេញដោលនឹងទៀតដែរអ្នកមីងកុំមកធ្វើពុតអីអ្នកមីងមកថ្ងៃនេះមិនមែនមកសុំសម្រុះសម្រួលទេគឺមកសម្ដែងនៅមុខទ្វារផ្ទះឲ្យអ្នកខាងក្រៅមើលសោះកូនស្រីអ្នកឯងឈឺមិនព្រមទៅរកគ្រូពេទ្យមើលបែរជាមករកខ្ញុំត្រកូលស៊ីរបស់ពួកអ្នកឯងមានប្រាក់ខែមានតំណែងនៅក្នុងវាំងក៏មានមនុស្សរបស់អ្នកឯងដែរមិនក៏ឥឡូវនេះបែរជាត្រូវឲ្យមនុស្សម្នាក់ដែលដឹកទ្រព្យបណ្ដូលចេញទៅហើយមកចិញ្ចឹមពួកអ្នកឯងទៅវិញហើយមួយទៀតអ្នកឯងតែងតែស្រែកប្រាប់គេឯងថាខ្ញុំធ្វើបាបបណ្ដាយកូនអ្នកឯងអញ្ចឹងខ្ញុំចង់សួរថាប៉ុន្មានឆ្នាំមកនេះតើអ្នកណាជាអ្នកយកទ្រព្យបណ្ដូលខ្លួនឯងមកចិញ្ចឹមគ្រួសារមួយនេះហើយអ្នកណាជាអ្នកធ្វើឲ្យកូនស្រីរបស់ខ្ញុំត្រូវគេយកទៅបោះចោលនៅព្រៃកប់ខ្មោចរួចហើយនៅមានមុខមកសម្ដែងជាជនរងគ្រោះនៅមុខទ្វារផ្ទះខ្ញុំទៀតអ្នកមីងយំមិនមែនមកពីពិបាកចិត្តទេគឺមកពីមិនបានផលប្រយោជន៍សោះនឹងជីឈៀវជុំគ្នាត្រឡប់ទៅវិញទៅលើក្រោយបើពួកស្រីអស់ទាំងនេះមកទៀតមិនបាច់ចូលមកប្រាប់ខ្ញុំទេហើយមួយទៀតអ្នកនៅខាងក្រៅដែលចូលចិត្តលួចស្ដាប់ទាំងប៉ុន្មានស្ដាប់ឲ្យច្បាស់ណាស់បើអ្នកណាហ៊ានយកពាក្យទៅផ្សាយនៅខាងក្រៅទៀតត្រូវយកសម្ដីដាំដំបងទាំងប៉ុន្មាននេះទៅនិយាយឲ្យច្បាស់ផងអ្នកម៉ាក់តោះទៅមើលល្ខោននៅលើផ្ទះល្អពួកយើងទៅញ៉ាំអីនៅជាន់លើហើយមើលល្ខោនណាដែលធ្វើឲ្យអ្នកម៉ាក់សប្បាយចិត្តរឿងក្នុងផ្ទះមិនល្អមកញ៉ៃញ៉ៃដល់ថ្នាក់នេះធ្វើឲ្យអ្នករាល់គ្នាអស់សំណើចហើយជាងស៊ូប៉ុន្មានឆ្នាំនេះចិត្តកាន់តែរឹងរូសឡើងខ្ញុំដើមឡើយគិតថារឿងក្នុងផ្ទះមិនគួររំលាយឲ្យក្រៅទេប៉ុន្តែការដែលនាងដឹកទ្រព្យសម្បត្តិចេញពីផ្ទះហើយបង្ខំលែងលះបែបនេះវាហួសហេតុពេកហើយឥឡូវនេះសូម្បីតែអ្នកស្រីវងនិងយន់អ៊ឺធ្លាក់ខ្លួនឈឺក៏នាងមិនព្រមទៅមើលសូម្បីតែមួយភ្នែកដែរលោកម្ចាស់គុំនិយាយទៀតអីខ្ញុំនឹងយន់អ៊ឺរងការឈឺចាប់បន្តិចបន្តួចមិនអីទេឲ្យតែលោកស្រីបាត់ខឹងខ្ញុំសុខចិត្តទ្រាំទទួលពាក្យសម្ដីមិនល្អទាំងនេះចុះខ្ញុំមិនអីទេគ្រាន់តែថាខៀងឈឺឥឡូវទៅស្នាក់នៅភូមិព្រឹកយីថែមទាំងរាប់អានមនុស្សខាងក្រៅញឹកញាប់ទៀតពាក្យចាំអារ៉ាមខាងក្រៅកាន់តែលេចជឿមិនល្អទៅខ្ញុំជាស្វាមីចង់ជួយបិទបាំងក៏បិទមិនចិត្តដែរបើនៅតែបន្តបែបនេះទៀតច្បាស់ជាមិនត្រឹមតែខូចឈ្មោះនាងម្នាក់ឯងទេសូម្បីតែឆៃៗទៅថ្ងៃមុខក៏ត្រូវគេចង្អុលមុខដែរលោកម្ចាស់លោកស្រីយ៉ាងណាក៏នៅតែជាលោកស្រីដែរលោកកុំនិយាយអញ្ចឹងអីនាងប្រហែលជាគិតមិនទាន់ធ្លុះមួយពេលទេចាំបន្តិចទៀតគង់តែនាងស្ដាយក្រោយវិលត្រឡប់មកវិញទេមកមែនតាខេងឈីវនាងមកហើយឆៃមកចិត្តពុកមកកូនពុកបានកុំងម្ហូបដែលកូនចូលចិត្តញ៉ាំបំផុតពីមុនមកណាម៉ែឯងក៏ជ្រុលជ្រូខឹងជាមួយពុកកូនគុំមិនស្គាល់ពុកអញ្ចឹងអីអាហារឈ្ងុយឆ្ងាញ់ណាស់បានហូបបាយឥតគិតថ្លៃរបស់គេឈ្ងុយយ៉ាងហ្នឹងតើពួកឯងមុខក្រាស់ជាងបាតផ្ទះទៅទៀតលោកមន្ត្រី Shai ល្ខោនដែលលោកសម្ដែងថ្ងៃនេះច្រៀងបានសំល្អណាស់ណោះនាំស្រីស្នំនិងកូនស្រីមកអង្គុយក្នុងហាង Shai Ding ដែលជារបស់កូនស្រីខ្ញុំចាយប្រាក់របស់ខ្ញុំប្រើប្រាស់អ្នកបម្រើរបស់ខ្ញុំហើយថែមទាំងធ្វើពុតជាស្វាមីរងគ្រោះគួរឲ្យអាណិតទៀតពិតជាពូកែមែននាងនិយាយផ្ដេសផ្ដាសអីហ្នឹងនិយាយផ្ដេសផ្ដាសអីហាង Shai Ding នេះជារបស់អ្នកនាងខ្ញុំសូម្បីតែបានកម្មសិទ្ធិលោកម្ចាស់នាំស្រីស្នំនិងកូនមកហូបចុកនៅទីនេះសុទ្ធតែជាលុយរបស់លោកស្រីយើងទាំងអស់ពាក្យអ្នកសុំទាននេះចាលើថ្ងាសពួកឯងហើយពីអាស័យនៅក្នុងវិធានទាំងប៉ុន្មានប្រហែលជាលោកអ្នកទាំងអស់គ្នាបានរួចហើយមែនទេគេថាយីខេងឈីខ្ញុំអានក្នុងបង្អែកគ្រួសារខាងម្ដាយធ្វើឲ្យគ្រួសារខាងប្តីលារលត់ថាខ្ញុំធ្វើបាបស្រីស្នំនិងកូនស្រីថែមទាំងថាខ្ញុំជាស្រីមិនទាន់លែងលះដេកនៅភូមិគ្រឹះយីតាក់ទងប្រុសខាងក្រៅទៀតផងល្អណាស់ថ្ងៃនេះក្នុងលោកមន្ត្រីឆេរៀបចំឆាកល្ខោនរួចរាល់ហើយចំពោះមុខអ្នកទាំងអស់គ្នាខ្ញុំសូមបកស្រាយរឿងនេះម្ដងមួយឲ្យច្បាស់
ទីមួយអ្វីដែលខ្ញុំយកទៅគឺជាទ្រព្យប្រទេសចំនួនទ្រព្យសម្បត្តិតខ្លួនរបស់ខ្ញុំមិនមែនជាគេអាកររបស់ត្រកូលឆៃទេបើគ្មានប្រាក់របស់ខ្ញុំទេគ្រួសារឆៃនឹងរស់មិនកើតឡើយអ្នកដែលត្រូវខូចមុខមាត់មិនមែនជាខ្ញុំទេគឺលោកមន្ត្រីឆៃនេះតើដែលសូម្បីតែប្រពន្ធកូនក៏ចិញ្ចឹមមិនរស់ហើយត្រូវពឹងលើទ្រព្យប្រពន្ធដើម្បីយករៀបចំមុខមាត់នោះទីពីរបើសិនជាវងឆៃនិងឆៃយួននៅរោងការធ្វើបាបមែននោះអាចយករ៉ាប់រោងការចំណាយដែលខ្ញុំបានចិញ្ចឹមពួកនាងកន្លងមកកាត់កងទូទាត់គ្នាបានតើប៉ុន្តែបើចង់គិតគូរឲ្យច្បាស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាquaជំនួសខ្ញុំវិញតើគុណស្រីរបស់អ្នកណាដែលត្រូវគេនាំចេញទៅហើយចុងក្រោយត្រូវគេបោះបង់ចោលនៅព្រៃខ្មោចស្ទើរតែបាត់បង់ជីវិតហើយតើនរណាដែលត្រឡប់មកវិញហើយយំសោកប្រាប់គេឯងថាខ្លួនឯងជារងគ្រោះទៅវិញអ៊ំស្រីម៉ែបាត់បង់កូនជារឿងធំប៉ុន្តែខ្ញុំបាត់របស់លេងតើចំពោះពាក្យចាមអារ៉ាមអាក្រក់ដែលពួកឯងបញ្ចេញទៅថាយីខេងឈីខ្ញុំមានប្រុសខាងក្រៅថាខ្ញុំជាស្រីមិនស្មោះត្រង់ល្អថ្ងៃនេះខ្ញុំឈរនៅទីនេះមានអ្នកទាំងអស់គ្នានៅទីនេះមេឃដឹងដីដឹងបើអ្នកណាហ៊ាននិយាយថាបានឃើញនឹងភ្នែកចូលចេញមុខមកប្រឈមមុខនឹងខ្ញុំមកបើគ្មានភស្តុតាងទេហើយនៅតែហ៊ានជិះទឹកកខ្វក់លើរូបខ្ញុំទៀតនោះយីខេងឈីខ្ញុំនឹងធ្វើឲ្យគេស្គាល់ថាអ្វីទៅជាការលោឡាពិតប្រាកដអ្នកឃើញយូរនៅប៉ុន្មានឆ្នាំនេះខេងឈីត្រូវរស់នៅក្នុងស្ថានភាពបែបណាបើថ្ងៃនេះនាងមិនបានវេកមុខពួកវាដោយផ្ទាល់ទេខាងក្រៅក៏មិនដឹងជាមានមនុស្សប៉ុន្មានអ្នកជាពាក្យភូតភរទាំងនោះដែរឃើញហើយអាពីពីនេះមិនអាចពន្យាពេលទៀតបានទេបើត្រង់ព្រះករុណាយើងចេញមុខដោយផ្ទាល់ឆៃហងនិងវងឈេលើកនេះច្បាស់ជាគ្មានផ្លូវតាំងឡើយអញមានបំណងនឹងស៊ើបអង្កេតកិច្ចការនេះដោយផ្ទាល់ស្រាប់ហើយឆៃហងមិនត្រឹមតែលើកបង្កើតស្រីស្នំបំផ្លាញប្រពន្ធដើមលូតលាស់ទ្រព្យសម្បត្តិមកប្រាស់អាពីទេឥឡូវនេះវានៅតែហ៊ានយកសិលធម៌ស្ត្រីឈ្មោះបោះសម្លេងនិងពាក្យចាមអារ៉ាមមកគៀបសង្កត់ខេងឈីទីមនុស្សបែបនេះមិនអាចត្រឹមតែលេងលេះរៀបរយបានទេត្រូវតែរកវិធីកុំភ្លេចវាឲ្យចោលទាំងស្រុងយើងក៏ទៅភ្នែកនឹងឆៃហងយូរមកហើយដែរអាប្រុសដែលរស់ដោយសារទ្រព្យសម្បត្តិប្រពន្ធបោកប្រាស់មនោសញ្ចេតនាហើយថែមទាំងប្រើពាក្យចាមអារ៉ាមមកបំផ្លាញប្រពន្ធខ្លួនឯងទៀតទុកវានៅនាំតែស្អុយឈ្មោះរាជការទេឆៃខ្ញុំចង់បានឪពុកថ្មីម្នាក់ទៀតសម្រាប់ខ្លួនឯងលោកស្រីមានដំណឹងល្អហើយរឿងអីទៅមានវិសាពីក្នុងកម្មមកថាសម្ដេចរាជនីនឹងយើងស៊ើបអង្កេតរឿងអាពីពីនេះតែតហើយដំណឹងឲ្យឆៃហងវងឆៃលោកស្រីម្ចាស់ចាស់និងពួកយើងទាំងអស់គ្នាចូលគាត់ក្នុងវាំងល្អណាស់ចិត្តបានមើលល្ខោនឆាកធំមើលហើយលោកម្ចាស់យាងមកទាំងយប់ជ្រៅបែបនេះមិនសមរម្យទេដឹងខ្ញុំដឹងទើបខ្ញុំមិនចូលទៅថ្ងៃស្អែកចូលគាត់ប្រសិនបើអូនភ័យខ្ញុំអាចកំដរអូនបើអូនមិនភ័យខ្ញុំក៏នៅទីនេះដែរខ្ញុំមិនភ័យទេខ្ញុំដឹងថាអូនមិនភ័យប៉ុន្តែទោះមិនភ័យក៏មិនមែនមានន័យថាមិនអាចមានអ្នកឈរនៅពីក្រោយអូនបានឯណាជឹងស៊ូថ្ងៃស្អែកមិនថាលទ្ធផលជំរែយ៉ាងណាទេអូនក៏មិនមែនតែម្នាក់ឯងដែរចាស់បាទនៅខាងក្រៅអំបញ្ញមិញគឺជាលោកប៉ាតេកូនដឹងទាំងអស់នឹងហ៎មកពីកូនឆ្លាតតើថ្ងៃស្អែកចូលគាត់អ្វីដែលម៉ាក់ត្រូវការមិនមែនត្រឹមតែយុទ្ធធននោះទេប៉ុន្តែជាដាវដែលកាប់ដាច់រឿងអតីតកាលឲ្យស្រឡះមកម៉ាក់កុំព្រួយអីណាមានកូននៅទីនេះកូនដាច់ខាត់មិនឲ្យម៉ាក់ខាត់បងទេទូបង្គំសូមថ្វាយបង្គំស៊ីហងទៅអញពិតជាធ្វើឲ្យយើងបើកភ្នែកធំមែនទាំងសម្រាប់ប្រពន្ធលូតទ្រព្យសម្បត្តិឆក់យកគុណសម្បត្តិអ្នកដទៃដល់ពេលប្រពន្ធនិងកូនស្រីស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតអញបែរជារត់យកប្រាស់អាយុតែម្នាក់ឯងអំពើអាក្រក់ដែលអញធ្វើគ្មានចំណេះស្អីទូបង្គំចូលប្រកែកការទាំងឧស្សាហ៍យ៉ាងឡើយតែមានការយកច្រឡំស្រាប់ហើយទោះជាបែកបាក់គ្នាក៏ដោយក៏មិនមែនចង់ចានទម្លាក់កំហុសបែបនេះដែរបទល្មើសទាំងនេះទូបង្គំមិនទទួលស្គាល់ដាច់ខាតរឿងជួបប្រកែកគ្នាក្នុងគ្រួសារអញ្ចឹងហេយើងបានសួរអញហើយនៅស៊ីហងទៅកាលនោះអ្នកដែលជួយសង្គ្រោះយាយឈឹងស៊ូមិនមែនជាអញសោះនឹងព្រមហេសីទូបង្គំមិនបានចិត្តណាលាក់បានទេកាលនោះពេលយាយឈឹងស៊ូញាក់ឡើងគឺនាងជឿជាក់ថាជាទូបង្គំដែលខ្លួនឯងសោះពេលនោះទូបង្គំគ្រាន់តែបង្វេងមួយពេលទៅមិនបានបដិសេធទេប៉ុន្តែតើអាចដោយសារតែរឿងចាស់មួយនេះបែរជាចាប់ប្រកាន់ទូបង្គំដល់ថ្នាក់នឹងតាចឹងមានន័យថាអញចិត្តណាបណ្ដោយតាមការយកច្រឡំរបស់ខ្ញុំដើម្បីបោកប្រាស់ខ្ញុំស៊ីហងទៅកាលពីមុនខ្ញុំគិតថាអញគ្រាន់តែជាមនុស្សប្រចិត្តប៉ុន្តែលើកទៅខ្ញុំដឹងថាអញមិនត្រឹមតែប្រចិត្តទេជាងសូមថប់ទៀតហើយអីត្រូវនិយាយដល់ថ្នាក់ហ្នឹងរឿងនេះទូបង្គំពិតជាមានបំផុសដែលយកដល់សេបង្ការរបស់យាយឈឹងស៊ូទៅប្រវត្តិចោលនៅព្រៃកប់ខ្មោចពេលនោះអញមកឡើងសុទ្ធតែនិយាយថាមកពីកូនស្រីតូចខូចចើចុះដល់ពេលកូនស្រីចំបាត់ខ្លួនបែរជាអញប្រញាប់ប្រញាល់ឲ្យគេរកវាមួយទីក្រុងអញ្ចឹងគ្មានតូចចើជាមិនផុតពីមានការឆ្កបាញ់ខ្លះទេស៊ីយេក៏ជាកូនស្រីទូបង្គំរស្មីក៏ជាកូនស្រីទូបង្គំដែរអ្នកខាងក្រៅនិយាយតាមយ៉ាងណាទូបង្គំអាចខាត់មកគេបានទៅនិយាយពីគួរឲ្យប្រកជើងចោលបែបនឹងកាត់ទៀតទេចាំមើលខ្ញុំបន្ថែមទោសឲ្យអញយ៉ាងមិនវិញក្រាបទូលព្រះអង្គនេះជាសារលិខិតបន្ទាន់ដែលសាប់ខ្ញុំមកអបាញ់មិញឯងថារឿងនៅក្នុងផ្ទះឯងមិនដឹងរឿងចាំអារម្មណ៍ខាងក្រៅឯងក៏មិនដឹងមែនទេអញ្ចឹងយើងមិនបាច់និយាយរឿងនៅក្នុងផ្ទះជាមួយឯងទេនេះជាបញ្ជីកណេរបស់ក្រសួងព្រះរាជទ្រព្យ3ឆ្នាំមុនការទិញដូរនៅរដូវស្លឹកឈើជ្រុះអញក្នុងនាមជាមន្ត្រីក្រសួងព្រះរាជទ្រព្យបានទិញគ្រឿងក្រអូបនិងឧបករណ៍ពិធីការចំនួន3មុខសរុបជាប្រាក់860ដំឡឹងប៉ុន្តែបាត់ប្រាក់អស់200ដំឡឹងមិនបានកត់ចូលបញ្ជីបែរជាគេបន្លំចូលហោបឲ្យខ្លួនឯងទៅវិញ2ឆ្នាំមុនមានគេសង្ស័យលើការទិញដូរនេះឯងក៏បានធ្វើឯកសារខ្លាយបន្លំដើម្បីបិទបាំងកំហុសនេះជាចម្លើយសារភាពរបស់ហាងលក់ឧបករណ៍នៅផ្លូវខាងត្បូងឯងដើម្បីប៉ះពាល់ប្រាក់ដែលខ្វះខាតបានយកគ្រឿងអលង្ការមានប្រាក់និងមួយដារបស់យាយឈឹងស៊ូទៅបញ្ចាំថែមទាំងយកហាងទំនិញក្រមឈ្មោះយាយឈឹងស៊ូទៅធ្វើជាទ្រព្យធានាទៀតហើយយកប្រាក់ដែលបានទៅបិទបាំងបញ្ជីខ្មៅរបស់ក្រសួងព្រះអង្គមេតាប្រប្រណីផងទូបង្គំធ្វើប្រហែលជាដោយសារតែការធ្វើប្រហែលមួយពេលទេនោះខាងក្រោមអ្នកធ្វើស្នាមត្រាប់តខ្លួនរបស់ឯងបែរជាបោះត្រាពីលើឯកសារខ្លាញ់បន្លំក៏មនុស្សខាងក្រោមធ្វើជំនួសឯងដែរមែនទេយកទ្រព្យសម្បត្តិប្រពន្ធទៅប៉ះពាល់ប្រាក់ដែលឯងកេងបន្លំក៏ជាមនុស្សខាងក្រោមបង្ខំឲ្យឯងធ្វើដែរមែនទេឯងចេះធ្វើស៊ីសម្បត្តិគ្នាល្អណាស់ណោះខាងក្នុងផ្ទះបោកប្រាស់ប្រពន្ធយកទ្រព្យឯងខាងក្រៅកេងបន្លំថវិការត់ព្រះអង្គមេតាផងទូបង្គំនឹងកំហុសហើយទូបង្គំនឹងកំហុសពិតមែនហើយមកពីទូបង្គំលុបលុនមួយពេលទៅបង្វេងស្មារតីលើក្រោយទូបង្គំមិនហ៊ានទៀតទេឈឹងស៊ូរឿងអាពីពីមួយនេះតើអ្នកនាងចង់ដោះស្រាយយ៉ាងណាដែរ
ខ្ញុំម្ចាស់សូមលេងលេះតែមិនឲ្យសេងគេដាក់ផងខ្ញុំដឹងកំហុសហើយលើកក្រោយខ្ញុំពិតជាកាយខ្លួននេះពួកយើងយ៉ាងណាក៏ជាប្តីប្រពន្ធមួយអន្លាដែរហើយរស្មីក៏ជាកូនស្រីរបស់ខ្ញុំដែរអ្នកនេះមិនអាចឲ្យឈិងស៊ូនាំកូនស្រីខ្ញុំចេញទៅបែបនេះទេកូនស្រីឯងអញ្ចឹងហេនៅក្នុងចិត្តឯងធ្លាប់ចាត់ទុកនាងជាកូនស្រីដែរទេពេលដែលនាងត្រូវគេយកទៅក្រវត្តចោលនៅពេលកក់ខ្មៅតើឯងនៅណានាងត្រូវគេនាំចេញពីគុំគ្រឹះតើឯងធ្លាប់សួរសុខទុក្ខនាងមួយម៉ាត់ទេដល់ពេលកូនស្រីចង់បាត់ខ្លួនឯងប្រញាប់ប្រញាល់រករៀបមួយទីក្រុងដល់ពេលកូនស្រីបង្កើតជួបគ្រោះថ្នាក់ឯងបែរជានិយាយសួរថាគ្មានរកទៅវិញទោះជាខ្ញុំមានកំហុសក៏នាងជារៀបការតាមប្រពៃណីត្រឹមត្រូវដែរតើរៀបការតាមប្រពៃណីត្រឹមត្រូវអញ្ចឹងហេអញដឹងថាយាឈិងស៊ូជាប្រពន្ធរៀបការតាមប្រពៃណីចុះប៉ុន្មានឆ្នាំមកនេះអញប្រព្រឹត្តចំពោះនាងយ៉ាងម៉េចដែរយកទ្រព្យសម្បត្តិនាងទៅចិញ្ចឹមស្រីខាងក្រៅយកប្រាក់នាងទៅផ្គត់ផ្គង់គ្រួសារយកកិត្តិយសនាងទៅយកមុខមាត់ឲ្យកូនប្រុសឯងឥឡូវខុសតាំងនៅចំពោះមុខឯងនៅហ៊ាននិយាយពាក្យថារៀបការតាមប្រពៃណីទៀតហេម៉ាក់ពួកយើងឈ្នះហើយសំណើសុំលេងនេះយើងអនុញ្ញាតចាប់ពីពេលនេះទៅឯងគ្មានពាក់ព័ន្ធនឹងត្រកូលរីឈ្វងទៀតទេរឿងលេងលេះគ្មានផលប្រយោជន៍ទេពីរអ្នកឯងកុំប្រាថ្នាអីជាតិនឹងលេងមិនដាច់ទេលេងមិនបានដាច់ខាតជាតិនឹងអ្នកទាំងពីរត្រូវតែនៅស្លាប់រស់ជាមួយយើងស្លាប់ហើយលោកស៊ឺគ្មានក្នុងបង្អែកគ្មានអំណាចតើជួយខ្ញុំតាមរបៀបណាខ្ញុំនៅជាមួយនាងមានប្រយោជន៍អីរឿងលេងលេះជារឿងក្នុងផ្ទះរបស់អ្នកឯងចំណែកឯអំពើអាក្រក់ដែលឯងបានធ្វើនៅក្នុងតុលាការថ្ងៃស្អែកយើងនឹងគិតបញ្ជីជាមួយឯងស៊ីហុងទេឯងបោះបង់ប្រពន្ធលក់ទ្រព្យសម្បត្តិប្រពន្ធគឺជារឿងខូចសីលធម៌ខ្លែងបន្លំគុណសម្បត្តិបោកប្រាស់លួចយកកិត្តិយសគឺជារឿងខូចចិត្តគំនិតខ្លែងបន្លំបញ្ជីទុននិងលួចប្រាក់រាជការលួចយកប្រាក់ជើងការប្រពន្ធទៅប៉ះពាល់កែបញ្ជីគឺជារឿងល្មើសច្បាប់មនុស្សបែបនេះមិនគួរបម្រើការជារាជការក្នុងស្រុកយើងទេចាប់ពីថ្ងៃនេះទៅដកហូតមុខតំណែងទាំងអស់របស់ស៊ឺហុងទេហើយក្រសួងនិងសាច់ញាតិរបស់គេ3ចំនួនប្រុសហាមចូលធ្វើមន្ត្រីរាជការស្រីហាមរៀបការចូលក្នុងរាជវង្សនិងត្រកូលអភិជនក្រាបថ្វាយបង្គំព្រះអង្គមេត្តាប្រោសប្រណីផងទូព្រះបង្គំដឹងខុសហើយព្រះអង្គម៉ែចប់ហើយចំណែកឯកូនស្រីត្រកូលយាយអ៊ីចាប់ពីថ្ងៃនេះទៅលែងជាប្រពន្ធត្រកូលស៊ឺទៀតហើយលុបឈ្មោះចេញពីសៀវភៅត្រកូលស៊ឺរីឯត្រកូលយាយវិញបង្កើតសៀវភៅត្រកូលថ្មីឬចូលសៀវភៅត្រកូលយាយវិញគឺស្រេចលើត្រកូលយាយជាអ្នកសម្រេចម៉ាក់ខ្ញុំលែងមានត្រកូលស៊ឺទៀតហើយចាស់កូនចង់ផ្លាស់ប្ដូរត្រកូលអីគឺស្រេចលើកូនខ្លួនឯងអ្នកជ្រើសរើសទាំងអស់ណាចាស់កូនចង់បានត្រកូលអីក៏យកត្រកូលនឹងដែរតែងតាំងកូនស្រីត្រកូលយាយអ៊ីជាម្ចាស់កត្រីយូអានថ្នាក់ទី1ប្រទានដីនិងប្រាក់បំណាច់មានប្រាក់ត្រូវហើយមានដីធ្លីស្មើនឹងមានប្រាក់អីចឹងទៅថ្ងៃមុខចង់ទិញអីទិញនឹងតាមចិត្តបានហើយកូនមានប្រាក់ហើយកូនមានប្រាក់ច្រើនណាស់ម៉ែកូនចង់ទិញនំទិញផ្ទះទិញរបស់ស្អាតច្រើនណាស់ចាសទិញទាំងអស់ណាកូនប្រុសយ៉ាងម៉េចហើយម្ចាស់ក្ត្រីមិនមែនពិតមែនទេចប់ហើយលោកប្តីលោកនិយាយឲ្យច្បាស់មើលតើមានរឿងអីកើតឡើងហ្នឹងមានស្អីទៀតលេងលេះហើយអស់បុណ្យស័ក្តិហើយត្រកូលយើងចប់សពគ្រប់ហើយយាយអ៊ីត្រូវបានលោកឈ្មោះចេញពីត្រកូលហើយថែមទាំងបានឡើងជាម្ចាស់ក្ត្រីថ្នាក់ទី1ទៀតអញសំចិត្តណាម៉ែយើងមិនបានត្រឡប់មកវិញទេមិនត្រឡប់មកវិញទេលែងបានត្រឡប់មកវិញហើយនេះជាម្ចាស់កត្រីយូអានមែនទេឬថាជាចៅស្រីដែលព្រះអង្គស្រឡាញ់បំផុតនឹងណាមិនឆ្ងល់ទេមើលរូបរាងចុះពិតជាគួរឲ្យស្រឡាញ់មែនមិនមែនត្រឹមតែគួរឲ្យស្រឡាញ់ទេប៉ុន្មានថ្ងៃមុនវិសាប៉ុន្មានច្បាប់ចេញពីក្នុងវាំងល្បីពេញទីក្រុងតែមកអ្នកឯងគិតតែថាគេគួរឲ្យស្រឡាញ់ចុះមិនមើលថាអ្នកនៅពីក្រោយក្នុងគេជាអ្នកណាព្រះអង្គហេសេបីទ្របនឹងព្រះអង្គគិតដាក់ហើយមានអង្គចាស់ទី7និងទី8ការពីទៀតអ្នកណាហ៊ានប៉ះកុំចេះតែមើលងាយឲ្យសោះអ្នកម៉ែខ្ញុំថាម៉ាក់បង្កើតអ្នកនេះជាម្ចាស់កត្រីយូអានមែនទេខ្ញុំបានរឿងរបស់យានហើយកាលពីមុននៅត្រកូលស៊ឺអ្នកឯងអាំងក្នុងបង្អែកធ្វើបាបយានធ្វើឲ្យយាននិងម៉ាក់គេរងទុក្ខវេទនាមិនតិចទេឥឡូវអ្នកឯងជាម្ចាស់កត្រីហើយមានឈាមជ័រដូចគ្នាគួរតែចេះមើលថែអាណិតស្រឡាញ់គ្នាកុំអាងអំណាចជាម្ចាស់កត្រីមកធ្វើបាបបងស្រីឲ្យសោះប្រយ័ត្នគេសាច់ចំអកអ្នកប្រុសអ្នកស្រីខ្ញុំជាប្រពន្ធរបស់លោកឈិនដែលជាឆ្វេងទូអានកូនស្រីខ្ញុំឈ្មោះយន់ជាកូនស្រីបង្កើតរបស់លោកឈិនមានវាសនាខ្ពង់ខ្ពស់ណាស់អត់ទេលោកម្ចាស់តូចបំណងរបស់ខ្ញុំគឺចង់និយាយថាខ្ញុំជាមន្ត្រីបុណ្យស័ក្តិថ្នាក់ទី4ថ្នាក់ទី1ចុះខ្ញុំថ្នាក់ទីប៉ុន្មាន
ព្រះនាងតូចយូអានត្រូវបានព្រះរាជាប្រោសប្រទានជាព្រះនាងថ្នាក់ទី1អញគ្រាន់តែជាប្រពន្ធមន្ត្រីថ្នាក់ទី1រងសោះឥឡូវនេះហ៊ានមកស្ដីប្រដៅព្រះនាងថ្នាក់ទី1ផងហេអញគ្មានស័ក្តិខ្ពស់ជាងអញផងឃើញអញហេតុអីមិនព្រមលុតជង្គង់សំពះកុំថាឡើយតែឯងទោះជាប្តីអញដែលជាមន្ត្រីថ្នាក់ទី1រងឃើញអញក៏ត្រូវតែលុតជង្គង់ជំរាបសួរដែរអ្នកម៉ាក់ខ្ញុំយំស្អីនាងមិនមែនជាបងស្រីខ្ញុំផងសឺយានម៉ាក់ឯងមិនមែនជាអ្នកស្រីវ៉ាន់ទេអីមិនក៏ពុកឯងដូរម៉ាក់ថ្មីឲ្យឯងលឿនម្លេះលោកម្ចាស់ស៊ឺពិតជាពូកែមែនតើឯងនិយាយផ្ដេសផ្ដាសស្អីហ្នឹងអ្នកស្រីយាយមិនដឹងទេអីបន្ទាប់ពីត្រកូលស៊ឺធ្លាក់ខ្លួនស៊ឺយានមិនត្រូវបានគេបញ្ជូនទៅស្រុកកំណើតវិញទេតែត្រូវបានភរិយារបស់លោកឈិនយកទៅចិញ្ចឹមធ្វើជាកូនធរវិញត្រូវហើយអ្នកស្រីឈិនធ្លាប់មានកូនស្រីម្នាក់ដែលស្លាប់កាលពីអាយុ4ឆ្នាំគាត់ឃើញស៊ឺយានភ្លាមថាត្រូវធៀបគ្នាតែហ្មងដូចកូនស្រីគាត់ដែលស្លាប់ទៅនោះបេះបិទលោកស៊ូនាំច្បាស់លាស់ហើយក៏ទទួលយកទៅចិញ្ចឹមនៅភូមិគ្រឹះតែម្ដងទៅតាមពិតចឹងសោះឥឡូវមានបងឯកថ្មីចឹងបានជាហ៊ានចូលមកធ្វើច្រងៀងនៅក្នុងវាំងបែបនេះនៅក្នុងវាំងមិនមែនជាកន្លែងចេះតែមកបញ្ចេញរកពីផ្ទះផ្ដាស់បានទេណាអ្នកម៉ាក់និយាយត្រូវណាស់អ្នកស្រីយេកាលពីមុនអញគ្មានស័ក្តិឥឡូវក៏នៅតែគ្មានតើមានសិទ្ធិស្អីមកធ្វើរូបធំដាក់គេហ្នឹងអ្នកម៉ាក់អត់ទេខ្ញុំមានតែសោះបើពួកឯងនៅតែរំខានខ្ញុំទៀតខ្ញុំលែងក្រឡែងគួរសំហើយណាចង់ឲ្យត្រកូលឈិនលុតជង្គង់ជំរាបសួរអញអញ្ចឹងហេយកសឹកទៅអញមិនជឿមែនទេសុំមុខហើយថ្ងៃក្រោយបើឃើញខ្ញុំទៀតត្រូវតែចេះគួរសមមែនទេណាហើយស៊ីយ៉ាងម៉េចហើយកូនអ្នកម៉ាក់ខ្ញុំស្អប់គេណាស់សុំទោសភ្លាមក្មេងឆ្លុះប្រកែកគ្នាបន្តិចបន្តួចសោះតែចាំបាច់ធ្វើជារឿងធំដុំដល់ថ្នាក់នឹងដែរហេបងប្រុសសង្ហាសុំទោសមកបើមិនចឹងទេត្រូវទូទោសខ្ញុំមិនខ្លាចមនុស្សដើមមិនរួចដូចបងប្រុសអញទេកុំមកប៉ះពាល់បងប្រុសសង្ហារបស់ខ្ញុំណាព្រះនាងតូចប្រញាប់អ្វីម្លេះកូនយន់គ្រាន់តែនិយាយរឿងពិតតម្ដងទៀតណានៅទីនេះគ្មាននរណាម្នាក់ផ្សេងទេនរណាតាដឹងថាថ្ងៃនេះនរណាចូលជែកជាមួយនរណាហើយនរណារងការប្រមាថនោះទីមកមើលងាយបងប្រុសសង្ហារបស់ខ្ញុំផងហេចាំមើលខ្ញុំឲ្យរំចាំបាញ់អញប្រកែកគ្នារឿងអីហ្នឹងធ្វើស្អីគ្នាហ្នឹងត្រង់ម្ចាស់គ្រាន់តែជាក្មេងលេងសើចនឹងគ្នាតានាងរុញខ្ញុំហើយអ្នកស្រីឈិននៅជារបងប្រុសសង្ហាទៀតអ្នកស្រីឈិនអញពិតជាថ្លើមធំមែនត្រង់ម្ចាស់ខ្ញុំមិនយល់ទេក្មេងស្រីម្នាក់នេះចោទប្រកាន់ខ្ញុំគ្រាន់តែចោទប្រកាន់ឯងនរណានៅទីនោះនាំខ្លួនអ្នកស្រីឈិននឹងស៊ឺយានទៅវងហ្វុងយីភ្លាមយើងនឹងស៊ើបសួររឿងនេះឲ្យច្បាស់មើលថានរណាជាអ្នកភូតភររឿងនៅសួនច្បាររំសើមិញមានភ្នែកច្រើនណាស់បានឃើញនឹងត្រចៀកច្រើនណាស់បានឬអ្នកស្រីឈិនយើងផ្ដល់ឱកាសឯងម្ដងទៀតនិយាយមកត្រង់ម្ចាស់ខ្ញុំដឹងកំហុសហើយខ្ញុំមិនស្មានថាក្មេងដណ្ដើមគ្នាបន្តិចបន្តួចបែរជាបង្កជារឿងធំយ៉ាងនេះសោះខ្ញុំមិនហ៊ានប្រមាថព្រះនាងតូចនិងអ្នកអង្គម្ចាស់ទេខ្ញុំដឹងកំហុសហើយចុងឆាងកាលពីម្សិលមិញនៅសួនផ្កាមានភ្នែកជាច្រើនគូសម្លឹងមើលមកអញពិតជាគិតថារឿងដែលអញខាត់បងនៅសួនផ្កាអញឈឺចាប់ចង់គំនុំក្នុងចិត្តឥឡូវនេះក៏យកលេសរឿងស៊ីអៀនមកសងសឹកលើក្បាលម្ចាស់កត្រីតូចចុះតាក់ទងនឹងត្រង់ម្ចាស់ទី7វិញអញមានសិទ្ធិអីមកវិតម្លៃកូនប្រុសរបស់អញនោះបើអញទំនេរពេកទៅមុខទៀតមិនបាច់ចូលព្រះបរមរាជវាំងទៀតទេលោកស្រីហ្វុងចាប់ពីថ្ងៃនេះទៅវិទ្យាសាស្ត្រពិចារណាកំហុសគ្មានរីសាររបស់អញនិងអាគមហេសីទេហាមឈានជើងចូលសម្បីតែមួយជំហានស៊ីអៀនជាអ្នកដែលអញនាំមកដោយផ្ទាល់ក៏ត្រូវហាមឃាត់ដូចគ្នាព្រះម្ចាស់អាគមហេសីនាំនាងចេញទៅបងប្រុសមីងអ៊ុញបងពួកអញពួកអញកុំកាត់ទុកអីណាបងនៅតែការពារអូនមិនបានដដែលមិនអីទេលោកពុកត្រូវគេពីណីហើយបងប្រុសមីងអ៊ុញអាចដើរបានហើយបងប្រុសមីងអ៊ុញមកនេះមកមើលណែគួរឲ្យស្រឡាញ់ទេបងប្រុសមីងអ៊ុញមើលណែគួរឲ្យស្រឡាញ់ទេត្រង់ពិតជាដើរបានវិញមែនណាដើរពីជំហានទៀតមើលដើរកាត់ខ្យល់ព្យុះឲ្យមើលបន្តិចមើលមិនប្រញាប់ទេសឹមល្អជាងស្ដាប់បង្កប់ណាកូនបងប្រុសមីងអ៊ុញអូនប្រាប់បងឲ្យដឹងណាអូនតែងតែមានអារម្មណ៍ថាដូចជាធ្លាប់ជួបបងនៅកន្លែងណាមួយអញ្ចឹងឲ្យតែឃើញបងភ្លាមគឺចិត្តស្និទ្ធតែហ្មងតែនឹកមិនឃើញសោះកាលពីមុនបងធ្លាប់ជួបអូនដែរទេអាយ៉ូបែបនេះចុះឥឡូវបងអាចនិយាយបានបន្តិចបន្តួចហើយតែនិយាយមិនទាន់បានច្រើនទេតែមិនមែននិយាយឥតប្រយោជន៍ទេអញ្ចឹងពិតមែនហើយមិនអីទេស្អាតបំផុត
ព្រះម្ចាស់ទូតបរទេសរំពេចនោះស្រាប់តែសុំចូលមុនកំណត់តែខាងព្រំដែននោះបែរជាមានដំណឹងមកវិញមនុស្សមកដល់ហើយពិធីលៀងសែខូចក៏រៀបចំរួចរាល់ដែរពេលនេះឆ្លងផុតដំណាក់កាលនេះសិនចាំគិតទៀតបើពួកគេឆ្លៀតឱកាសស្ទង់ស្ទាបអូននឹងជួយរៀបរងមុនអញ្ចឹងប្រាប់មកឲ្យស៊ីអៀនចូលមកដល់ពេលហូបចុកចាំឲ្យនាងចេញទៅវិញតើមិនមែនត្រូវហូបចុកទេហេត្រូវហើយហូបចុកតែមិនមែនជាការហូបចុកធម្មតាដូចអញគិតនោះទេទូតបរទេសមកដល់ហើយដូចជាមានព្រៀបមិនល្អសោះអ្នកម៉ាក់យប់នេះរំភើបញាប់ញ័រម្លេះអូនសុំហូបថែម2ចានទៀតបានទេយប់នេះកូននិយាយឲ្យតិចបន្តិចហូបឲ្យច្រើនបន្តិចហាមរត់ដេកដាស់ទេដល់ណានេះមិនមែនអូនជាអ្នកសម្រេចចិត្តឯណាក្រែងលោកមានអ្នកណាមកអប់លោកអូនអញ្ចឹងអ្នកណាហ៊ានប៉ះពាល់អញមិនមែនចេះតែយំទីឲ្យផ្ទះបានមកពីទេអីត្រូវហើយពាក្យអាសានេះទុកទៅត្រង់ម្ចាស់បងដឹងថានាងមិនចង់ជំពាក់គុណបងរហូតទេប៉ុន្តែពេលនេះទុកដូចជាការដូរលំចិត្តឲ្យស៊ីអៀនទៅចុះអាផ្ទះនេះចេះជាគេដែរបងប្រុសមីងអីវៃអូនមកឮថាព្រះអង្គគម្ចាស់តូចនៃប្រទេសយៀនសៀទទួលបានបុត្រីតូចដ៏មានសមត្ថភាពអស្ចារ្យម្នាក់ថ្ងៃនេះបានជួបពិតជាមិនធម្មតាមែនលោកម្ចាស់សរសើរពេកហើយក្មេងតូចចេះតែលោភលន់ចង់ហូបចង់លេងតើមានស្អីអស្ចារ្យទៅម្ចាស់ស្ត្រីតូចអាយុនៅក្មេងសោះបែរជាទទួលបានការយកចិត្តទុកដាក់ពីព្រះអង្គនិងអាគមហេសេខ្លាំងម្ល៉េះព្រះអង្គអាយុអ៊ីនស្ត្រីតូចខ្ពង់ខ្ពស់បែបនេះបើប្រទេសទាំងពីរចង់សម្ព័ន្ធភាពមកទៀតហើយណារាជទាយាទយើងគ្រាន់តែមានអារម្មណ៍ថាត្រូវធៀបគ្នានឹងម្ចាស់ស្ត្រីតូចប៉ុណ្ណោះថ្ងៃនេះមិនងាយជួបថ្ងៃមុខនៅមានពេលវែងឆ្ងាយគង់តែមានឱកាសជួបគ្នាម្ដងទៀតទេម្ចាស់ស្ត្រីតូចទោះធ្វើជាអាគមហេសេរីយាទឬស្នំក៏ដោយគង់តែទៅមិនត្រូវទេខ្ញុំចង់នៅជាមួយលោកតាខ្ញុំគ្មានថ្ងៃចង់នៅជាមួយលោកតាឯងទេលោកតាឯងគឺជាលោកតាអាក្រក់ឲ្យតែលោកតានៅខ្ញុំយំរហូតស្អប់លោកតាណាស់អំបោះមួយដុំនេះអំបញ្ញនេះធ្វើឲ្យយើងភ័យស្ទើរលូបរលឹងហើយឡានឆាងបើឯងទ្រាំមិនបានទេមិនគួរទទួលប្រយុទ្ធឡើយបងប្រុសសង្ហាសួស្ដីណារឿងនេះមិនមែនជារឿងតូចតាចទេហ្វូស៊ីងយីហ៊ានចាត់ការលើស៊ីស៊ីនៅចំពោះមុខមហាជនបែបនេះបញ្ជាក់ថានៅខាងក្រៅមានមនុស្សយកក្តារទុំរបស់ម្ចាស់ស្ត្រីមកធ្វើជាឧបករណ៍ស្ទង់ចិត្តស្រុកយន្តស៊ីហើយចាស់មើលទៅថ្ងៃនេះដូចជាកំដងសម្ដៅលើស៊ីស៊ីមែនប៉ុន្តែអ្វីដែលគេចង់មើលពិតប្រាកដរកមិនមែនត្រឹមតែស៊ីស៊ីនោះទេពួកចង់មើលថាតើទ្រង់នឹងបោះបង់ឬក៏លោកម្ចាស់នឹងថយក្រោយហើយចង់មើលថាតើដំណាក់ទី7នឹងក្រោកឈប់ប្រយុទ្ធម្ដងទៀតដើម្បីស៊ីស៊ីដែរឬទេទោះមានអ្នកមកទៀតក៏បងនៅតែអាចវីពួកគេបានដែរបន្តស្រាវជ្រាវទៀតអ្នកក្រៅស្រុកគ្រូមិនអាគមនឹងរលកខ្យល់ដែលបកចេញពីក្នុងរង្វង់អភិជនកុំឲ្យរំលងសំបីតែម្នាក់របាយការណ៍បន្ទាន់ពីជីនជូខ្ញុំនឹងទៅរឿងក្តីជាកម្មនៅជីនជូពាក់ព័ន្ធនឹងអំបិលរពន្ធបើមានរឿងផ្សេងពាក់ព័ន្ធទៀតមិនអាចពន្យាពេលបានទេខ្ញុំក៏ទៅដែរខ្សែស្រឡាយអស់នៅជីនជូពាក់ព័ន្ធនឹងហាងអស់ដែលខ្ញុំធ្លាប់ប្រមូលទិញពីមុនបើយកខ្សែស្រឡាយនេះទៅស្រាវជ្រាវចុះអាចនឹងទទួលបានគុណសម្បត្តិហើយខ្ញុំក៏ចង់ជួយបង្កើតខែការពារបន្ថែមសម្រាប់ស៊ីស៊ីដែរល្អអូនមើលការខុសត្រូវលើរឿងអស់ចែកលើគ្នាស៊ើបជាមួយខាងតុលាការនិងមនុស្សរបស់បងស្អុយណាស់ពួកមនុស្សអាក្រក់ច្បាស់ជាចូលចិត្តលាក់ខ្លួននៅកន្លែងស្អុយនឹងហើយអ្នកម៉ាក់ជីនជូនៅឆ្ងាយអត់ឆ្ងាយណាស់កូនចង់ទៅជាមួយអ្នកម៉ាក់ដែរកុំទៅអីលើកនេះអូនមិនបាច់ទៅទេផ្លូវទៅជីនជូវល់វៃណាស់វាគ្រោះថ្នាក់ពេកហើយកូនមិនទៅទេអញ្ចឹងមិនបាច់ទៅជាបណ្ដោះអាសន្នទេអ្នកបានមានភាពវឹកវរពិតមែនបងនឹងទៅតាមក្រោយបងប្រុសសង្ហាចាំខ្ញុំត្រឡប់មកវិញណានៅទីនេះចម្លែកណាស់មិនត្រឹមតែមានមនុស្សច្រើនទេថែមទាំងធំក្លិនប្លែកទៀតស្ទើរតែធំក្លិនផ្សេងទៀតទៅហើយលោកម្ចាស់អ្នកនាងធ្វើដំណើរមកលំបាកហើយខាងក្រោមបានរៀបចំជប់លៀងទទួលរួចរាល់ហើយទន្ទឹងរង់ចាំអ្នកទាំងពីរទៅលេងជំនះធូលីម្ចាស់ស្ត្រីធ្វើដំណើរមកលំបាកហើយខ្ញុំម្ចាស់បានឲ្យគេរៀបចំនំអែមនិងផ្លែឈើស្រស់ដែលទ្រង់ចូលចិត្តរួចរាល់ហើយចា៎មិនបាច់ជប់លៀងទេយករឿងក្តីដែលអ្នករាល់គ្នាបានរីកាមករៀបរាប់ប្រាប់ខ្ញុំសារជាថ្មីចាប់ពីដើមមកនិយាយឲ្យច្បាស់មើលពួកឯងមើលទៅមិនដូចមនុស្សល្អទេគ្រួសារយើងគ្រាន់តែមានចំនួនបន្តិចបន្តួចប៉ុណ្ណោះចិត្តមនុស្សស្មុគស្មាញណាស់សូមលោកម្ចាស់មេត្តាពិនិត្យឲ្យបានច្បាស់លាស់ផងលោកម្ចាស់ជ្រាបស្រាប់ហើយខ្ញុំម្ចាស់គ្រាន់តែជាប្រពន្ធចុងដែលគេយកមកមើលថែផ្ទះប៉ុណ្ណោះធម្មតាស្រដីមិនហ៊ានបញ្ចេញសម្លេងផងតាហ៊ានទៅធ្វើបាបអ្នកណាប្រហែលឆ្នាំនេះបងស្រីតែងតែមិនចូលចិត្តខ្ញុំម្ចាស់ឥឡូវឃើញមនុស្សពីខាងក្រៅមកស្រាប់តែទម្លាក់បំផុសមកលើខ្ញុំម្ចាស់តែម្ដងលើខ្លួនអ្នកធំក្លិនថ្នាំខ្លាំងណាស់ខ្ញុំម្ចាស់យប់ឡើងដេកមិនលក់ក៏ហូបថ្នាំសម្រួលអារម្មណ៍ខ្លះប៉ុណ្ណោះចាស់ថ្នាំសម្រួលអារម្មណ៍នឹង
ជាប្រភេទថ្នាំដែលបើហូបយូរទៅនឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលបន្តិចម្ដងមែនទេលោកស្រីនៃផ្ទះនេះឥឡូវនៅណានៅសម្រាប់នៅផ្ទះខាងក្រោយគាត់សុខភាពមិនល្អមិនសម្រួលក្នុងការចេញមកជួបខ្ញុំទេអញ្ចឹងទៅជួបគាត់ឥឡូវនឹងតែម្ដងទៅចិត្តដល់កន្លែងដែលគេជន់ឈ្លីហើយល្វីងត្រង់ណានៅក្បែរក្រែឯនោះល្វីងក្នុងបន្ទប់ល្វីងណាកុំឲ្យនាងប៉ះលោកម្ចាស់ព្រះទេវីថ្នាំមានពីរទៅយកក្មេងមកបន្ទាទោសពិតជាអញ្ចឹងមែនពូឈៀវទីនេះមិនមែនមានតែមនុស្សអាក្រក់ទេ outside នៅមានរបស់ផ្សេងទៀតម្ចាស់តូចអ្នកជឿខ្ញុំទេពួកគេនៅចន្លោះជញ្ជាំងក្នុងបន្ទប់និងជញ្ជាំងខាងក្រៅពេលថ្ងៃមិនចេញមកទេដល់ពេលយប់គឺដើរតាមមនុស្សតែម្ដងពួកគេមិនហ៊ានចូលមកទេទីនេះមានសម្បុកយប់មិញអ្វីដឹងខ្លួនវិញហើយគាត់និយាយថាប៉ុន្មានឆ្នាំមកនេះមានគេលួចដាក់ថ្នាំមកជួយគាត់ជារៀងរហូតលោកម្ចាស់បងស្រីស្មារតីមិនកើតទេមិនក៏ជឿគាត់ទៅកើតនៅក្នុងដៃអាវមានរបស់លេងនៅក្នុងម្សៅក្រអូបមានលីថ្នាំប៉ូដេឆារ៉ាហើយចំកំស្មៅនេះគឺជារបស់ចៅអ៊ុយឯងមិនក៏ឯងមានរបស់ទាំងនេះត្រូវហើយខ្ញុំជាអ្នកដាក់ថ្នាំពោលតែបើគ្មានលោកចាំជួយកាំងពីក្រោយទេខ្ញុំត្រឹមជាស្រីក្នុងផ្ទះតែមានស្មារតីណាទៅធ្វើរឿងទាំងនេះកើតម្នាក់អាក្រក់ម្នាក់សំដែងពិតជាស័ក្តិសមគ្នាណាស់ផ្ញើមកពីទីក្រុងរាជធានីមានរឿងអីមែនទេមូឡានឆាងដឹងថាពួកយើងនៅក្នុងរោងស៊ើបអង្កេតជីងចៅហើយបងប្រុសសង្ហាទ្រង់មានបន្ទូលថាទ្រង់បានដឹងអស់ហើយពួកវានៅហ៊ានមកទៀតផងអ្នកម៉ាក់កូននេះសំលេងជើងសេះដល់ហើយបងប្រុសសង្ហាចិត្តមកដល់ហើយឯងពិតជាពូកែណាស់អាចឲ្យចេះចាក់ចេញបានឯងនៅតែអាចគូររូបបានយ៉ាងល្អឥតខ្ចោះទៀតហេតុអីបានជាអ្នកមកដោយផ្ទាល់អញ្ចឹងមិនអស់ចិត្តឡានឆាងប្រយ័ត្នខ្លាចណាស់អត់អីទេឈៀវបងប្រុសសង្ហាឈៀវបងប្រុសសង្ហាឈៀវកុំខ្លាចអីណាអម្ចាស់មិញនេះអរគុណហើយទ្រង់ក៏ធ្លាប់ជួយខ្ញុំដែរដៃរបស់គេកាន់តែសាហាវទៅហើយលើកនេះមើលទៅគោលដៅគឺស៊ឺតែពិតប្រាកដមិនមែនមានតែនាងនោះទេពួកគេកំពុងតែស្ទង់មើលចម្លើយចិត្តរបស់បានហ្វូនិងរីជវងម្ដងហើយម្ដងទៀតថាអ្នកណាខ្លះនឹងចេញមុខដើម្បីនាងមនុស្សអាក្រក់បំផុតនិយាយអញ្ចឹងលើកនេះប្រហែលជាមិនមែនជាលើកចុងក្រោយទេមើលទៅកាត់ទៅវិញមែនទេឲ្យម្ចាស់កត្រីមើលបន្តិចមើលគឺថាមានមនុស្សអាក្រក់ច្រើនណាស់មនុស្សអាក្រក់នៅមានមនុស្សអាក្រក់ច្រើនទៀតចាំយើងកាត់ក្បាលពួកគេឲ្យអស់ឡានឆាងឯងពួកយើងមិនអីទេ
បងប្រុសសង្ហាខ្លាំងពូកែប្រយុទ្ធពូកែនិយាយហើយក៏និយាយត្រូវទៀតឡានឆាងមានថ្ងៃនេះគឺសុទ្ធតែជាគុណសម្បត្តិរបស់ស៊ឺស៊ឺពិតជាផ្កាយសំណាងមែនត្រូវហើយឲ្យតែមានខ្ញុំបងប្រុសសង្ហានឹងកាន់តែល្អឡើងរឿងរៀបការក៏បានសម្រេចដែរឈៀងសៀវនិងឈៀងស៊ូព្រះមេដារឿងខ្ញុំនិងឈៀងស៊ូគឺឲ្យឈៀងស៊ូជាអ្នកសម្រេចចុះខ្ញុំមិនប្រញាប់ទេអញ្ចឹងពួកឯងមើលសភាពការខ្លួនឯងទៅនិយាយទៅស៊ឺនៅតែក្នុងព្រះរាជវាំងរហូតក៏មិនមែនជាដំណោះស្រាយដែរអ្នកសាលាកុមារតូចតែជាក្មេងរាជវង្សនិងមន្ត្រីជាន់ខ្ពស់ដែលមានអាយុប្រហាក់ប្រហែលគ្នាទៅរៀនកន្លះថ្ងៃចាប់ម៉ោងចាំទទួលមកពេញឲ្យស៊ឺបានស្គាល់មនុស្សខ្លះផងនាងនៅតូចណាស់ហើយចរិតបែបនេះទៀតខ្ញុំបារម្ភថានាងទៅបង្កកំហុសនៅខាងក្រៅបង្កកំហុសមិនបារម្ភទេអ្វីដែលខ្ញុំបារម្ភគឺខ្លាចអ្នកផ្សេងមកប៉ះពាល់នាងមែនតាមែនហើយឲ្យបងប្រុសសង្ហារបស់ចៅទៅកំដរចៅទៅម្ចាស់តូចលោកឯងមកទៀតហើយថ្ងៃនេះរាទីយិតមិនមែនមកធ្វើឲ្យអ្នកនាងខាងទេគឺមកសុំទោសអ្នកនាងតាអាស្អុយគេនឹងចេះតែមកទៀតហើយនេះជាគ្រូមិនអាគមចេញមកមើលអ្នកនាងដោយផ្ទាល់តាពេលការពីខ្លួននៅខាងក្រៅមានបន្សល់ទុកអ្វីមិនល្អដែរទេស្អុយណាស់លឿនឡើងថយចេញឲ្យឆ្ងាយបន្តិចខ្លាចចាប់វាត្រឡប់ទៅវាំងវិញនៅក្នុងសាលារៀនសុទ្ធតែជាក្មេងតាអ្នកណាហ៊ានធ្វើអ្វីការបង្គំផ្លាយបង្គំត្រង់និងអាគមហេសីថ្ងៃនេះមិនមែនជាការបញ្ជារបស់ទូបង្គំទេទូបង្គំគ្រាន់តែចង់មកសុំទោសប៉ុន្តែគ្រូអាគមនេះស្រាប់តែធ្វើសកម្មភាពដោយចិត្តឯងព្រះអង្គស៊ូស៊ីងជីឯងនៅក្រោមអំណាចគេនៅឡើយទេតែឯងហ៊ានលូកចូលមកដល់សាលារៀនរបស់យើងលូកមកលើកស្ត្រីតូចនៃរាជវង្សរបស់ឯងទៀតឯងគិតថាយើងមិនហ៊ានធ្វើអ្វីឯងមែនទេឬមួយក៏គិតថារាជយិត្តនៃប្រទេសជាតិមួយរូបគឺគ្រប់គ្រាន់សម្រាប់ឲ្យឯងមកលេងលំនៅក្នុងវង្សរបស់យើងហើយព្រះអង្គអភ័យទោសផងនរណានៅទីនោះគុំចាំស៊ូស៊ីងជីទុកនៅរាជធានីហាមមិនឲ្យចាក់ចេញពីគុំឬសម្លេចតែមួយជំហានឯបុគ្គលនេះនាំខ្លួនទៅវាំងច័ន្ទវាងឲ្យច័ន្ទវាងជាអ្នកសួរចម្លើយដោយផ្ទាល់ទទួលព្រះរាជចម្ការបញ្ជូនលីសាទៅផ្លូវអំបិលដែលប្រទេសជាតិឧស្សាហ៍ពីមុនត្រូវផ្អាកទាំងអស់កាលណាកណ្ឌីនេះនិយាយគ្នាច្បាស់លាស់ចាំនិយាយគ្នាសារជាថ្មីថយចេញទៅលោកអ៊ំស្រីអ៊ំលើកនេះជារាទីយិត្តខុសហើយទើបមកសុំទោសខ្លាចឥឡូវនេះឲ្យតែនាងឮសំឡេងពួកអ្នកឯងមានភ័យខ្លាចហើយការសុំទោសរបស់ពួកអ្នកឯងគឺសុំទោសបានល្អឥតខ្ចោះមែនលោកស្រីរាទីយិត្តបានមកដោយផ្ទាល់ហើយមិនអាចយ៉ាងម៉េចមិនអាចធ្វើឲ្យមនុស្សភ័យសន្លប់ហើយគ្រាន់តែនិយាយមួយម៉ាត់ថាវាមិនអាចរួចដោះស្រាយបានមែនទេអ្នកឯងនិយាយមកមើលតើត្រូវធ្វើយ៉ាងណាទើបអាចឲ្យរឿងនេះកន្លងផុតទៅបានសម្រួលអេរីយ៉ាបោះបន្តិចទៅឥឡូវនេះឯងមិនមែនមកចរចាលក្ខន្តិគឺមកសុំក្តីមេត្តាចង់ឲ្យដកបំរាមផ្លូវអំបិលចេញកន្លះភាគមែនទេបានខ្ញុំចង់បានរ៉ែដែកទាំងពីរនៅព្រំប្រទល់រវាងចិនអ៊ូនិងយៀនសៀអាវុធកងទ័ពលោកស្រីនេះមិនហួសហេតុពេកទេអូអញ្ចឹងសូមអញ្ជើញត្រឡប់ទៅវិញចុះអត់ទេលោកម្ចាស់ទូច្បាស់ជាខ្លាញ់បន្លំហើយលោកធ្វើបែបនេះចង់យកអណ្ដូងរ៉ែដែកពីររបស់នគរជិនពូយើងទៅតែចាស់ឯងចំអល់មកគុំស្រីខ្ញុំធ្វើអីបើហ៊ានតែចំអល់ផ្ដេសផ្ដាស់ទៀតខ្ញុំកាត់យកទៅឲ្យឆ្កែស៊ីមកបំរាមលក់អំបិលមិនមែនជារឿងលេងសាច់ទេពួកឯងលោកដៃចូលសាលារៀនរាជវង្សហើយថែមទាំងលោកដល់មុខលោកម្ចាស់ទៅទៀតពេលនេះចង់រ៉ាប់រងបញ្ចប់រឿងដោយស្ងាត់អញ្ចឹងឬបានអណ្ដូងរ៉ែដែកពីរខ្ញុំព្រមរ៉ែដែកគ្រាន់តែជាការចាប់ផ្ដើមទេបញ្ជីឈ្មោះសៀវភៅកត់ត្រានិងរាល់ការតាក់ទងរវាងគណៈប្រតិភូនិងគ្រូមេធ្មប់ខ្ញុំត្រូវការទាំងអស់លោកម្ចាស់ទូចពិតជាប្រុងប្រយ័ត្នមែនក្នុងពេលដែលពួកឯងគិតគូរយ៉ាងល្អិតល្អន់ហើយថែមទាំងយកកម្មវិតមកខូចដល់ដៃគូយើងទៀតបើពេលនេះមិនឱកាសកាប់យកចំណេញថែមទេតើប្រះចាក់ការខិតខំនេះពេកទេដឹងពិបាកណាស់ឬទេនាងនៅតែពិបាកចិត្តរហូតដល់ពេលនេះនឹងណាមនុស្សពួកឯងបានជូនមកដល់ហើយរបស់របរត្រូវតែបញ្ជូនទៅភូមិពិសេសនៅក្នុងរយៈពេល3ថ្ងៃចំពោះមួយនេះយើងនឹងស៊ើបសួរដោយផ្ទាល់អាតាចាស់ចម្លែកនេះមានគំនិតអាក្រក់លាក់ក្នុងពោះច្រើនណាស់កុំប្រឹងដោយអត់ប្រយោជន៍អីនៅមុខទ្វារមានបាច់ឆ្នាំបណ្ដេញសត្វល្អរួចហើយលើកលែងតែលោកគ្រូមេធ្មប់មានរបស់ដែលពូកែជាងនេះពួកឯងតម្រង់ទីដែលលើនាងគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះក្មេងក៏ដោយភូមិគ្រឹះស្ដេចក៏ដោយអ្នកណាលំមុនគឺដូចតែគ្នានឹងហាតាចាស់មិនមែនមកចាប់ខ្ញុំទេគឺមកពន្យាពេលតានិយាយបន្តទៀតទៅលោកម្ចាស់ទូចនិយាយត្រូវណាស់ខ្សែដែលនៅលើខ្លួនឯងមិនមែនជាខ្សែមួយសរសៃទេគឺជារបបបណ្ដាញខ្សែមួយទាំងមូលនិយាយមកក្រៅពីភូមិគ្រឹះស្ដេចតើពួកឯងលូកដៃទៅដល់ណាទៀតនៅក្បែរក៏មានមនុស្សដែរលោកមេធ្មប់គិតច្បាស់ទៅអាសត្វល្អទាំងនោះពេលនេះខ្លាចលោកម្ចាស់តូចជាងខ្លាចស្ដេចយំរីទៅទៀតបើនៅតែរឹងរូបអ្នកដែលខាត់បងគឺខ្លួនឯងទេលើខ្លួនតាចាស់មានប្រលឹងខ្មោចតៃហោងច្រើនណាស់មនុស្សដូចជាតាចាស់ឯងច្បាស់ជាលូកក្បាលឲ្យនគរជិនខ្វល់ហើយតាចាស់គ្រាន់តែជាកូនចាត់តាំងប៉ុណ្ណោះកូនសម្លាញ់កូនមើលឃើញអ្វីខ្លះទៀតនៅពីក្រោយខ្នងតាចាស់គឺមានមនុស្សម្នាក់ទៀតមើលទៅត្រូវដូរមនុស្សមកសួរដេញដល់វិញហើយលោកម្ចាស់អ្នកម្នាងខ្ញុំមានរបស់ឲ្យអ្នកទាំងពីរមើលនេះមិនមែនជាច្បាប់តាមទេគឺខ្ញុំលួចចម្លងតាមមិនឲ្យខ្វះមួយទូអសរឡើយ
នៅក្នុងនេះសរសេរថានៅម្ខាងទៀតនៃសមុទ្រមានប្រទេសផ្សេងទៀតពួកមេធ្មប់ត្រូវរកគ្នាជាមួយពួកវាចង់ដណ្ដើមយកទឹកដីរបស់ពួកយើងពួកវានិយាយថាអត់តែបង្ខំយកអំពើអាបធ្មប់ចេញពីខ្លួនលោកម្ចាស់បានលោកម្ចាស់នឹងមនុស្សទេដល់ពេលនោះពួកវានឹងកាន់កាប់ទីនេះបើអញ្ចឹងខ្ញុំអាចជួយផ្ញើសម្បត្តិត្រឡប់ទៅកូជីនហ្វវិញបានគ្មានប្រយោជន៍ទេព្រះបតាខ្ញុំជឿលើពួកមេធ្មប់ខ្លាំងណាស់ទោះជាខ្ញុំក៏មិនអាចរំជើបរំជួលព្រះទេគាត់បានដែរលោកម្ចាស់តូចតើអ្នកដឹងអ្វីខ្លះទេខ្ញុំមិនដឹងទេនៅក្នុងភូមិគ្រឹះមានមនុស្សរបស់ពួកវាអញ្ចឹងចាប់បកអាក្រាតម្ដងមួយទៅលេងសប្បាយណាស់អញវាសំណាងអាក្រក់ត្រូវគេគុំខ្លួននៅក្នុងភូមិគ្រីស្ទតែហើយនៅតែមិនចេះប្រយ័ត្នទៀតលោកម្ចាស់ជំនួសឲ្យការមកសួរខ្ញុំនៅទីនេះមិនប្រកាសថាគិតមើលខ្លួនឯងអាចរស់បានប៉ុន្មានថ្ងៃទៀតនោះទេពួកឯងស្មានតែចាប់ខ្ញុំបានហើយនឹងអាចសុខសាន្តឥតអំពើឬពេលនេះអ្នកដែលពួកឯងគួរតែបារម្ភបំផុតមិនមែនជាខ្ញុំទេគឺជារាជរបស់ពួកឯងទៅវិញទេលីវៀងបងប្រុសក៏មានដែរស្លាប់ហើយមិនមែនជាការឈួតជួបធម្មតាទេនៅក្នុងខ្លួននាងមានរបស់កំពុងស៊ីសាច់ឈាមនៅក្នុងបំពង់ក៏មានអាខ្មៅលីងជួយលឿនឡើងឆ្កេះមកគេចេញចាប់វាចេញមកបានទេមិនបានទេសត្វល្អអាបធ្មប់បាត់ត្រូវកម្ដៅវានឹងប្រឹងទម្លុះចូលសាច់ឈាមត្រូវរកររបស់ដែលកោបជាងនេះដើម្បីទាក់ទាញវាចេញមកឈាមបេះដូងសត្វល្អអាបធ្មប់ចូលចិត្តឈាមបេះដូងបំផុតបើមិនអញ្ចឹងទេវាធ្មប់មិនប្រើឈាមខ្លួនឯងចិញ្ចឹមពួកវាទៅត្រូវហើយលោកម្ចាស់ទូចពិតជាឆ្លាតមែនឈាមរបស់លោកម្ចាស់ប្រើមិនបានទេឈាមកន្លះទេអន្តររបស់ខ្ញុំក៏ប្រើមិនបានដែរអាគ្នានេះរើសអើងចំណេញណាស់កូនធ្វើស៊ីស្រាលណាឈាមមួយដំណក់របស់កូនថ្លៃខ្លះណាស់មិនអាចខ្ជះខ្ជាយបានទេលោកម្ចាស់សត្វល្អនៅក្នុងខ្លួនលោកម្ចាស់ក្រែងលំបាកជាងសត្វល្អរបស់លីងយេទៅទៀតសត្វល្អរបស់លីងយេគ្រាន់តែជាថ្នាំពោលគុំជីវិតពេលបញ្ចេញមកគឺលេងអីហើយតែសត្វល្អក្នុងខ្លួនលោកម្ចាស់ចិញ្ចឹមកាន់តែយូរកាន់តែពោលខ្លាំងមិនអាចធ្វើឲ្យងប់ផ្ដេសផ្ដាស់បានទេនិយាយចូលចំណុចសំខាន់មកចំណុចសំខាន់គឺល្ងាចនេះត្រូវតែបញ្ចេញសត្វល្អនោះមកឲ្យបានបើបញ្ជាពេលទៀតលោកម្ចាស់ខ្លួនឯងក៏ទុកមិនឈ្នះដែរតើអាចមានគ្រោះថ្នាក់ទេគ្រោះថ្នាក់ប្រកាសជាមានហើយតែបើមិនបញ្ចេញមកគ្រោះថ្នាក់រឹតតែធំលោកពុកនឹងប្រហែលជាស្លាប់ហើយមើលទៅវាស័យពុកឯងរឹងណាស់មិនងាយស្លាប់ស្រួលអញ្ចឹងទេដល់ពេលហ្នឹងត្រូវចង់លោកម្ចាស់ឲ្យណែនបន្តិចក្រែងលោកគាត់ជឿខ្លាំងរហូតដល់វង្វេងដើរធ្វើបាបគេឯងមើលមកខ្ញុំក៏គ្មានប្រយោជន៍ដែរខ្ញុំនិយាយការពិតតើមិនបានទេមិនទាន់ពេលទេស៊ីអ្នកម្ដាយប្រាប់លោកពុំអ្នកនេះឲ្យវាលោកពុកសន្លប់ទៅចេញទៅកុំចេញមកអីលោកពុកនឹងស្លាប់ណាបើនៅតែបន្តបែបនេះទៀតសត្វល្អអាកំបាំងនេះនឹងតាមមករបួសនៅលើដៃរបស់កូនតូចហើយវាចូលទៅក្នុងខ្លួនជាមិនខានចេញទៅមិនអីទេគាត់មិនស្លាប់ទេតាអាក្រក់ទម្លាក់ខ្ញុំចុះមកហើយហាមមិនឲ្យខ្ញុំជួសទៀតជោគវាសនាក្មេងនេះពិតជានៅលើសមត្ថភាពមនុស្សធម្មតាអាចទូទីបានមែនឈឺគួរឲ្យខ្លាចណាស់ថ្ងៃមុខពុកមិនឲ្យកូនទទួលជំនួសពុកទៀតទេពួកអ្នកទាំងពីរពួកកូននិយាយគ្នាចប់នៅនិយាយគ្នាចប់ហើយផឹកថ្នាំទៅកូនតូចភ័យខ្លាចហើយត្រូវផឹកថ្នាំសម្រួលអារម្មណ៍ហើយលោកម្ចាស់ក៏ត្រូវថែទាំខ្លួនដែរឲ្យពុកផឹកមុនល្វីងខ្លាំងណាស់រឿងបញ្ជីករណីមួយនេះមិនអាចគិតតែលើក្បាលគ្រូធ្មប់ម្នាក់នោះបានទេអញ្ចឹងសឹមគិតគូទៅយ៉ាងណាក៏ដោយលើកនេះគ្មានអ្នកណាម្នាក់សង្ឃឹមថានឹងរួចខ្លួនដោយងាយនោះទេលោកម្ចាស់លោកគ្រូមេបញ្ជីការចិនកើតរឿងហើយនិយាយឲ្យច្បាស់មកជុកមិនមានមនុស្សក្នុងមន្ទីរឬថ្នាំពោលមេបញ្ជីការចិនកើតខ្លួនខ្លាំងរហូតដល់អួតចេញឈឹមខ្មៅគ្រូពេទ្យក្នុងកងទ័ពអស់4ហើយមើលទៅដូចជាថ្នាំពោលចំណាយខ្លាំងណាស់មិនមែនជាករណីតែមួយនោះទេគឺខ្សែរយៈមួយនោះបានប៉ះពាល់ដល់ក្នុងកងទ័ពហើយនេះមិនមែនជាថ្នាំពោលធម្មតាទេគឺជារោគពោលឈាមដែលបណ្ដាលមកពីសត្វល្អិតអាកំបាំងបើពន្យាពេលមួយយប់ទៀតមនុស្សមុខជានឹងមិនរួចខ្លួនទេសូមអង្វរពួកអ្នកជួយសង្គ្រោះគាត់ផងត្រូវការពីអីខ្លះសិស្សសូត្រដង្កូវតកនិងសិទ្ធិ NJ កម្រិត9ខ្វះមួយមុខក៏មិនបានដែររបស់ពីរមុខនេះនៅឯហាងឆាងសេងមានតែពួកគេតែងតែចាត់ទុករ៉ែនឹងរបស់របរទាំងនេះសំខាន់ជាងជីវិតទៅទៀតកូនចាំហើយទៅទីនោះយកវាមកវិញកូនប្រកាសចិត្តទេចាស់មេបញ្ជាការចិនមិនមែនមានតែជីវិតមួយនោះទេជួយគាត់គឺស្មើនឹងជួយមនុស្សមួយក្រុមធំនៅខាងក្រោយគាត់អញ្ចឹងវីឆៅទៅហាងឆាងសេងបងស្រីយ៉ានរ៉ាន់ក៏ទៅដែរមែនទេនាងទៅធ្វើអីភ្នែកគាត់ឡើងហើមអស់ហើយបើទុកឲ្យគាត់ទៅជាមួយទៀតគាត់ច្បាស់ជាយំរហូតដល់ភ្នែកខ្វាក់មិនខានឲ្យនាងទៅតាមទៅប៉ុន្តែគ្រប់យ៉ាងត្រូវស្ដាប់បញ្ជាហាមធ្វើតាមតែចិត្តកុំបន្ទោសអី
ខ្ញុំចូលចិត្តមនុស្សដែលស្រឡាញ់គ្នាណាស់លឿនឡើងរឿងជួយមនុស្សប្រញាប់ណាស់ខ្ញុំមានអារម្មណ៍ថាខ្លួនឯងទៅលើកនេះមិនមែនទៅទិញថ្នាំទេគឺទៅប្លន់ច្បាស់ណាស់សាយសូត្រដង្កូវទឹកកកនិងផ្សិតលឹងជ័យកម្រិត9ឥឡូវនេះត្រូវយកភ្លាមលោកអ្នកដឹងច្បាប់ហើយរបស់ពីមុខនេះមិនមែនមានប្រាក់ក៏ទិញបាននោះទេលោកមើលចុះត្រូវទាបប្រាក់ប៉ុន្មានក៏ខ្ញុំមិនមែនជាប្រាក់ទេរបស់ពីមុខនេះមិនមែនមានលុយសុទ្ធតែទិញបាននោះទេណាឲ្យតែលោកតាព្រមឲ្យអស់ប្រាក់ប៉ុន្មានក៏ខ្ញុំវាមិនមែនជារឿងលុយទេយឺតតែមួយយប់ទៀតចិនស៊ីច្បាស់ជាត្រទ្រាំមិនឡើយថ្ងៃនេះពួកយើងមិនមែនមកថ្លៃច្បាប់ទម្លាប់ជាមួយលោកទេគឺមកជួយសង្គ្រោះជីវិតមនុស្សអញ្ចឹងក៏តតែពួកវាតាមព្រមខ្ចាក់ចេញមកខ្លួនឯងដែរនៅខាងក្នុងតាគឺពួកវានឹងហើយប្រយ័ត្ននេះគឺវាស្ម័គ្រចិត្តតើនេះសាយសូត្រនៅកនេះពួកយើងខំស្វែងរករាប់រយឆ្នាំមកហើយមិនដែលឃើញវាខ្ចាក់ច្រើនយ៉ាងនេះសោះល្ងងម៉េះចុះវាមិនស្លាប់ទេអីមិនស្លាប់ទេវាចេះស្រឡាញ់ជីវិតជាងមនុស្សទៅទៀតទឹកចិត្តមួយនេះភូមិគ្រឹះចានវ៉ាន់នឹងចងចាំទុកឆ្នាំយកមកវិញហើយអញ្ចឹងគឺនៅមានសង្ឃឹមខ្ញុំដឹងហើយតែខ្ញុំខ្លាចថារងចាំគាត់មិនទាន់ចិនស៊ីមិនស្លាប់ទេហេតុអ្វីបានជាច្បាស់ថ្នាក់ហ្នឹងមកពីកូនបំភ័យពួកវារហូតដល់ខ្ចាក់សូត្រអស់ហើយតាបើនៅតែមិនជួយឲ្យរស់ទៀតមិនស្មើនឹងពួកវាខ្ចាក់ចោលទេអីល្អអញ្ចឹងយកតាមពាក្យជ័យរបស់ម្ចាស់កត្រីតូចចុះកុំមាត់អីឲ្យសោះត្រូវបញ្ចេញពីសើអស់ខ្វះតែបន្តិចក៏មិនបានដែរចិនស៊ីកុំប៉ះពាល់គាត់ចេញមកហើយពីកំពុងតែថយហើយនៅមានរើឡើងវិញទៀតទេមានប៉ុន្តែឲ្យតែទុកបន្ថែមនេះបានទៅមុខទៀតគឺមុខជាអាចជួយបានហើយលោកពូស្ដេចបញ្ច្រកឲ្យគាត់ចានបន្តិចទៀតទៅក្មួយថ្លើមធំនេះជាឆ្នាំបន្សាពីណាមិនមែនចំណីជ្រូកទេកូនមិនខ្វល់ទេយ៉ាងណាក៏ដោយលោកពូត្រូវតែព្យាបាលមនុស្សឲ្យរស់ឡើងវិញរស់ប្រកាសជារស់បើខ្ញុំព្យាបាលមនុស្សឲ្យស្លាប់ទៅថ្ងៃក្រោយគ្មានមុខមាត់មកអួតនៅចំពោះមុខអ្នកនាងថាខ្លួនជាគ្រូពេទ្យទឹកទៀតទេដឹងខ្លួនហើយបងស៊ូដឹងខ្លួនហើយប្រហែលជាបណ្ដោះអាសន្នមិនទាន់ស្លាប់ទេយំធ្វើអីអញមិនទាន់ស្លាប់ឯណាល្អណាស់អាចទៅរួចរក្សាជីវិតបានហើយទាញជីវិតមកវិញបានហើយប៉ុន្តែប៉ុន្មានថ្ងៃនេះមិនទាន់អាចកម្រើកបានទេឆ្នាំក៏ហាមខកខានដែរសម្រាប់ព្យាបាល5មួយថ្ងៃទៀតប្រហែលជាអាចចុះដើរបានហើយអ្នកប្រគូគុណសារលើលោកមិនបាច់ពោលពីអរគុណឡើយអរគុណខ្ញុំអរគុណក្មួយថ្លឹមធំទៅបើគុំតែនាងយល់របស់មានតម្លៃទាំងពីរខ្ញុំមានសមត្ថភាពធំប៉ុណ្ណាក៏គ្មានន័យដែរនាងនៅក្មេងណាស់ទទួលការសម្ភារនេះមិនរួចទេលោកពូសម្ភារកូនក៏សម្ភារវិញដែរលើកក្រោយទុកផ្លែឈើដែលពួកបងទីហ៊ានញ៉ាំឲ្យកូនបន្តិចមកគឺបានហើយតបតាមបញ្ជីមេឃរាជសារអធិរាជចិនស៊ីប្រឈមមុខនឹងគ្រោះថ្នាក់មិនដកថយធ្លាក់ក្នុងជុំរំស្រូវនៅតែដណ្ដើមយកផែនទីការពីមកវិញបានមានគុណបំណាច់ចំពោះជាតិសាសន៍ត្រាស់បង្កប់តែងតាំងជាមេតបធំភាពឈីម្យ៉ាងទៀតយកឃើញថាមានសេចក្តីស្រឡាញ់ជ្រាលជ្រៅជាមួយគ្រួសាររួមប្រោសប្រទានអាពាហ៍ពិពាហ៍ឲ្យបានសម្រេចបញ្ចប់រាជសាររបួសមិនទាន់ជាសេះស្បើយទេកុំប្រឹងអីលោកមេតបធំឈរទទួលរាជសារចុះព្រះរាជាមានព្រះរាជចំការថាចាំជាសេះស្បើយសិនចាំអបព្រះគុណតាមក្រោយក៏មិនយឺតពេកដែរទទួលរាជចំការតាមការប្រកាសរាជសារអធិរាជមានរាជចំការថាមេតបចិនសលីងឈរជាងប្រឈមមុខនឹងគ្រោះថ្នាក់ដោយមិនដកថយវាដណ្ដើមយកប្លង់ការពីព្រំដែនត្រឡប់មកវិញមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិសាសន៍ដូច្នេះត្រាស់បង្កប់តែងតាំងជាមេតបធំព្រមទាំងយកដល់សេចក្តីស្នេហាយ៉ាងជ្រាលជ្រៅជាមួយអ្នកនាងត្រកូលរ៉ាន់ពិសេសប្រទានអាពាហ៍ពិពាហ៍ដើម្បីបំពេញបំណងបញ្ចប់រាជសាររបួសមិនទាន់ជាផងកុំប្រឹងពេកអីលោកមេតបធំឈរទទួលរាជសារចុះព្រះអធិរាជមានរាជចំការថាចាំជាសេះស្បើយសិនចាំថ្លែងអបព្រះគុណក៏មិនទាន់ពេកដែរបានឡើងបុណ្យស័ក្តិថែមទាំងបានរៀបការទៀតស្រស់ស្អាតខ្លាំងណាស់តាព្រះអធិរាជមានរាជចំការរួចហើយអ្នកទាំងពីរមិនអាចពន្យាពេលទៀតទេណាអូនមិនរងចាំទៀតទេលើកនេះអូនពិតជាភ័យខ្លាចណាស់ចាំបងជាសេះស្បើយបន្តិចទៀតពួកយើងនឹងរៀបការភ្លាមនៅក្នុងជម្រកយោធានេះតែម្ដងរៀបការសាមញ្ញបន្តិចក៏មិនអីដែរ
រៀបការហើយលើកនេះមានស្រាមគោលផឹកហើយវើយអញនេះសប្បាយចិត្តជាងគេតែម្ដងណាប្រកាសហើយខ្ញុំចូលចិត្តកន្លែងអ៊ូអរជាងគេនឹងប្រឹងបន្តិចទៅមិនអីទេមើលទៅមុខរបួសនេះជាលឿនណាស់ប្រហែលជាមិនមែនមកពីឆ្នាំខ្ញុំពូកែទេមើលទៅប្រហែលជាមានអ្នកណានៅក្បែរមើលថែយ៉ាងដិតដល់ហើយនឹង1 2 3អញ្ចឹងបងស្រីរ៉ាន់ត្រូវតាមដានឲ្យខិតខំជាងនេះបន្តិចទៅណាខិតខំតែ3ថ្ងៃឲ្យគាត់ជាសះស្បើយឡើងវិញទៅគ្មានវិធីអធិអធមដូចអាពីពីនៅទីនេះទេប៉ុន្តែរបស់វិញក៏មិនអាចឲ្យគាត់ហាត់ពេកដែរក្រណាត់ក្រហមចំគៀងគង់និងស្រានៅក្នុងកងទ័ពសុទ្ធតែមាននៅសល់ប៉ុន្មានទៀតចាំខ្ញុំអ្នកចេញមិនបាច់ឲ្យអ្នកនាងចេញទាំងអស់ទេទុកឲ្យលោកម្ចាស់ជាអ្នកចេញវិញមេតបរៀបការដើមឡើយជាកិត្តិយសរបស់លោកម្ចាស់ស្រាប់ហើយប៉ុន្តែខាងអ្នកនាងរ៉ាន់វិញមិនអាចឲ្យនាងរៀបការទាំងតក់ក្រហល់បែបនេះទេខ្ញុំក៏ចង់ចេញដែរអញចង់ចេញស្អីខ្ញុំចេញផ្លែឈើប៉ុន្តែអញ្ចឹងម្ចាស់កត្រីតូចរបស់ពួកយើងទទួលខុសត្រូវលើផ្លែឈើក្នុងពិធីការណាកន្ត្រកនេះដាក់ខាងនោះកន្ត្រកហើយដាក់ក្នុងនេះម្ចាស់តូចនេះអ្នកនាងជិះជូនទ្រព្យសម្បត្តិទាំងអស់ពីផ្ទះមកហើយមែនទេហានៅមានទៀតខ្ញុំនៅមានទៀតផ្លែឈើទាំងនេះបានមកពីណាការសម្ងាត់មិនមែនទេតានៅក្នុងជំរំរបស់អ្នកហេតុអ្វីបានជាលក្ខរបស់ច្រើនយ៉ាងនេះតាំងពីអង្ការរបស់ខ្ញុំសុទ្ធតែជារបស់ឯងទាំងអស់ចាស់ស្រូវហើយម្ចាស់តូចអើយអ្នកនាងពិតជាលក្ខកំពូលមែនតាកុំបារម្ភអីរបស់ទាំងនេះគឺសម្រាប់ពិធីការនឹងចែកជូនពួកពលតបតាគូបន្តិចទៀតមកមើលណាខ្ញុំជួបបានហើយឃើញហើយព្យួរបានស្អាតបំផុតមកចុះខ្ញុំវិញលោកម្ចាស់ក៏សំរុំដែរផ្លែឈើអញតើចែកគ្នាម្នាក់មួយទាំងអស់គ្នាមានភាពរួចមិនបាច់ដណ្ដើមគ្នាទេមិនបាច់ដណ្ដើមទេអាល្អអត់នេះតើលួចយកទ្រព្យសម្បត្តិផ្ទះមកអស់ប៉ុន្មានហើយចេះនៅឲ្យឆ្ងាយបន្តិចទៅក្តៅណាស់ខ្ញុំមិនខ្លាចក្តៅទេខ្ញុំចូលចិត្តភ្លើងអញ្ចឹងភ្លើងមកជីចូលចិត្តអញពិតមែនហើយចាំមើលបន្តិចទៀតឆេះជីបជីរោបចាំមើលអត់យំអ្នកម៉ែធ្វើបែបនេះល្អតើអញ្ចឹងថ្ងៃក្រោយរៀបការឲ្យបានច្រើនដងទៀតទៅណាអញចេះតែគិតផ្ទះផ្ដាស់ហើយចុះអ្នកម៉ែនឹងលោកពុកមិនមែនរៀបការដែរទេអីឃើញនេះនិយាយផ្ទះផ្ដាស់ទៀតហើយមើលទៅថ្ងៃនេះនាងសប្បាយចិត្តណាស់តើលោកឧត្តមសេនីយ៍រៀបការឲ្យមនុស្សម្នាក់ក៏បានជួបជុំគ្នាមិនក៏មិនសប្បាយចិត្តទៅខ្ញុំក៏ដូចគ្នាឃើញនាងញឹមខ្ញុំក៏សប្បាយចិត្តដែរពួកកូនសម្ព័ន្ធដែលនៅរីបាយតាមព្រំដែនទីបំផុតបានរួមបាក់ពួកតែមួយហើយមើលទៅមិនមែនជាការបោះបោធម្មតាទេច្បាស់ជាមានអ្នកណាម្នាក់នៅខាងក្រោយខ្នងចង់ក្រងពួកពីចូលគ្នាជាធ្លុងមួយហើយតាមវិធីពោលពីឈ្មោះតាមកូនសម្ព័ន្ធតូចនៅព្រំដែនតម្រូវទាំងអស់នេះត្រូវគ្នាបែបបើពួកវាចង់ធ្វើសកម្មភាពមែនកម្មពិតដំបូងមិនមែនតម្រង់មកកន្លែងដែលរឹងមាំបំផុតទេប៉ុន្តែពួកវានឹងជ្រើសរើសខ្សែការពារផ្លូវសំខាន់និងចំណុចខ្សោយបំផុតពួកមនុស្សអាក្រក់ច្រើនណាស់លោកម្ចាស់ទូបង្គំសូមបញ្ជូនតទៅព្រំដែនវិញរបួសរបស់ឯងមិនទាន់ជាសះស្បើយផងប៉ុន្តែនៅក្នុងកងទ័ពមិនអាចជួយអ្នកបញ្ជាបានទេបងស្រីមិនក៏ចង់យំទៀតហើយអញ្ចឹងអត់មានយំមែនណាអត់យំក៏ល្អដែរបងអាចទៅបានប៉ុន្តែហាមធ្វើអ្វីទេដាក់ណាបើហ៊ានតែធ្វើឲ្យរឿងនេះខូចអូននឹងចង់បងលើកផ្ទះមកបាទទូបង្គំទទួលរាជបញ្ជាអ្នកនាង
អ្នកនាងយកទ្រព្យសម្បត្តិពាក់កណ្ដាលផ្ទះមកអស់ហើយតានៅពេលសង្គ្រាមនៅព្រំដែនទូឡើងអ្វីដែលខ្វះខាតមុនគេមិនមែនជាអាវុធទេគឺស្បៀងអាហារនិងថ្នាំសង្កូវអ្វីដែលអាចរៀបចំទុកមិនបានត្រូវតែរៀបចំឲ្យហើយចុះលុយកាក់របស់ខ្ញុំហាមប៉ះពាល់ណាមិនប៉ះពាល់លុយរបស់កូនទេចែកផ្លែឈើឲ្យអ្នកម៉ែ200ទៀតមកអ្នកម៉ែឥឡូវអ្នកម៉ែចេះប្លន់លុយកូនហើយនឹងចាំចប់សង្គ្រាមនេះអ្នកម៉ែសុំកូនវិញគាត់បញ្ជីទុកផងណាហាមកែបន្លំឲ្យសោះចង់រត់ទៀតហើយមែនទេតើល្បាតើមិនមែនរត់ទេមិនក៏ចេញមកដែរអញ្ចឹងមកមើលបន្ទីតបហើយក៏មកមើលបងដែរចុះខ្ញុំគួរតែចូលទៅក្នុងមន្ទីរវិញមែនទេលោកម្ចាស់បញ្ជីមកបញ្ជីនាំសារកងទ័ពមុខចេញដំណើរភ្លាមកងទ័ពក្រោយដឹកជញ្ជូនស្បៀងត្រូវតែតាមឲ្យទាន់អ្នកទាំងអស់គ្នាអនុវត្តតាមផែនការដែលបានរៀបចំទុកមុខជាត្រឡប់មកវិញមិនខានអូនដឹងតាលោកប៉ាប្រញាប់ពីឲ្យឈ្នះហើយត្រឡប់មកហូបបាយវិញណាបាទអ្នកម៉ាក់ការប្រយុទ្ធនេះនៅតែមិនទាន់រួចរាល់ទេតើកងទ័ពភាគខាងជើង3ក្រុមបានរួមគ្នាតែមួយហើយដានជើងរបស់ទ័ពមកក៏ត្រូវនឹងការប៉ាន់ស្មានការពីម្សិលមិញដែរខាងនោះមិនមែនឡើងបាល់ភ្លាមទេគឺមានគេរៀបចំជាស្រេចរួចទៅហើយផ្លែដាវដំបូងរបស់ពួកវាមិនមែនតម្រង់មកក្រុមទេគឺខ្សែស្បៀងនិងចំណុចយុទ្ធសាស្ត្រច្បាស់ជាមានបំណងអាក្រក់ហើយឆ្នាំពោលជើងក្បត់និងកងទ័ពការពារព្រំដែនខ្សែទាំងនេះឥឡូវភ្ជាប់គ្នាតែមួយហើយបើទុកពួកវារារាំងយើងខាងក្រោយមុខជានាំទុកធំមិនខានលោកម្ចាស់ទូបង្គំសូមសម្រាប់អ្នកជាប់ជាស្បៃផងនៅតែអាចកម្រើកបានគឺត្រូវតែទៅសម្រាប់ភូមិមុខអ្នកទៅវិចោះចំណែកស្បៀងអាហារអរងានិងចំណីសេះនៅខាងក្រោយទុកឲ្យខ្ញុំអ្នករៀបចំចុះខ្វះខាតត្រង់ណាប្រាប់មកខ្ញុំមិនចាប់ផ្ដើមចាត់ចែងពីថ្ងៃនេះទៅអូនសំឡាញ់នេះមិនមែនជារឿងទេអស់សពីឬ3គ្រឿងនោះទេណាអូនដឹងតាខ្សែគត់គង់ទាំងនេះអូនអាចជួយបំពេញបានបងគ្រាន់តែការពីខ្សែត្រៀមជួរមកឲ្យជាប់ទៅបានហើយអ្នកម៉ាក់បើប្រយុទ្ធធំច្បាស់ជាត្រូវចំណាយប្រាក់ច្រើនណាស់មែនទេត្រូវហើយចាស់ប្រកាសជាត្រូវចំណាយច្រើនណាស់កូនត្រូវហើយកូនលោកស្រីមនុស្សមកពីហាងស្បៀងនិងហាងអសត្រូវបានបញ្ជាក់ទៅរលកថ្ងៃស្អែកក្រុមដំបងអាចចេញដំណើរបានហើយពួកគាត់ជ្រើសរើសលើណាដែលចិត្តបំផុតមិនបាច់ខ្លាចខ្លាចត្រូវយកលបឿនជាសំខាន់បំផុតចាស់អ្នកម៉ាក់មានរឿងអីកូនលើកនេះទុកឲ្យកូនអ្នកចេញប្រាក់ចុះនេះប្រាក់កូនមានតិចតួចមែនប៉ុន្តែកូនក៏ស្រឡាញ់អ្នកផ្ទះយើងដែរល្អណាស់អ្នកម៉ាក់នឹងចាំទុកណាអ្នកម៉ាក់មិនខ្លាចទេកូននឹងនៅស៊ូជាមួយអ្នកម៉ាក់ត្រូវតែរស់ត្រឡប់មកវិញយល់ទេបាទចេញដំណើរសម្រាប់ភូមិលើកនេះមិនទាន់បានវិប្រយុទ្ធមែនទេផងក្នុងមន្ទីរបាយជាត្រូវគេរំពាត់វិដំដូចជាសត្វទៀតទៅវិញកាន់តែបែបនេះកាន់តែមិនត្រូវច្របូកច្របល់ខ្ញុំយល់ហើយកញ្ចក់នេះសម្រាប់បន្ធូរការខ្លាចខ្លួនហើយកញ្ចក់នេះសម្រាប់ច្រឡំឲ្យសោះណាចាស់ខ្ញុំចាំហើយបងស្រីកុំយំអីណាយំហើយក៏នៅតែត្រូវធ្វើការដែរហ្នឹងបងដឹងហើយត្រូវប្រើឈ្មោះម្ចាស់កត្រីតូចបញ្ជូនស្បៀងនិងអសក្រុមដំបងចេញទៅប្រើឈ្មោះកូនឬចាស់គឺប្រើឈ្មោះកូននឹងហើយហេតុអីទៅអ្នកម៉ាក់ព្រោះនេះជាកុសលផលបុណ្យដែលកូនបានធ្វើហើយក៏ជាប្រាក់ដែលកូនបានជួយបរិច្ចាគដែរចឹងពួកគាត់ត្រូវតែចាំឲ្យច្បាស់ណាស់ថាប្រជាជនយើងសុទ្ធតែជាមនុស្សល្អមានចិត្តបុណ្យសប្បុរសក្រាបទូលលោកម្ចាស់ជួមុខប្រយុទ្ធឈ្នះហើយតបមុខរបស់សត្រូវត្រូវវាបំបែកអស់ហើយយើងបានដណ្ដើមយកខ្សែស្បៀងមកវិញហើយថែមទាំងរបអូបានស្បៀងជាច្រើនព្រមទាំងចាប់បានអ្នកនាំសារដែលតាក់ទងជាមួយពួកក្បត់ទៀតផងលោកម្ចាស់មានបន្ទូលថាក្នុងមន្ទីរមិនបាច់ច្របូកច្របល់ទេត្រូវបន្តដឹកជញ្ជូនស្បៀងអាហារទៅតាមការកំណត់ដែរចុះលោកម្ចាស់វិញលោកម្ចាស់មិនអីទេលោកមានវិជាការឆែនក៏មិនអីដែរគ្រាន់តែនៅជួយរៀបចំនៅជួរមុខយប់នេះប្រហែលជាមិនបានត្រឡប់មកវិញទេអ្នកម៉ាក់ឈ្នះហើយចាស់ឈ្នះហើយកូនប្រាប់ហើយតើថាប៉ាយើងពូកែជាងគេនឹងប្រាក់មែនទេលោកស្រីជួមុខប្រយុទ្ធឈ្នះលើកនេះស្បៀងប៉ុន្មានក្រុមទៀតនៅខាងក្រោយតើយើងត្រូវបន្តបញ្ជូនទៅទៀតទេបញ្ជូនឆក់ឱកាសពេលកំពុងមានព្រៀបនេះបំពេញស្បៀងដែលខ្វះខាតនៅខាងក្រោយឲ្យគ្រប់តែម្ដងទៅអ្នកម៉ាក់ចាស់ចុះលើក្រោយតើកូនអាចបន្តចេញប្រាក់ទៀតបានទេម៉ាក់បើយើងចេញទៅលើកនេះតើយើងអាចនៅតែបន្តចេញទៅទៀតបានអត់កូនឯងមានកាក់ប្រាក់តិចតួចនឹងសូម្បីតែជួលរទេះសេះមួយគ្រឿងក៏មិនគ្រាន់ផងអញ្ចឹងកូននឹងខំធ្វើអំពើល្អច្រើនដើម្បីសន្សំឲ្យបានកាន់តែច្រើនល្អចាំពេលកូនធំឡើងចាំយើងចេញទៅជាមួយគ្នាទៀត
មនុស្សនៅព្រំដែននឹងឡាំងសៀនត្រូវបានយើងបង្ក្រាបបានហើយចន្លោះប្រហោងដែលលេចធ្លីនោះគឺជាមន្ត្រីតូចតាចម្នាក់ដែលអូស៊ឺបានបង្កប់នៅព្រំដែនកាលពីមុនឥឡូវចាប់ខ្លួនបានហើយក៏បានសារភាពអស់ហើយដែរឯកម្លាំងសេះសរបស់ពីអូវិញក៏ត្រូវបានកំទេចអស់ជាពាក់កណ្ដាលដែរនៅសល់តែបាក់ពួកតូចតាចបន្តិចបន្តួចប៉ុណ្ណោះមិនអាចបង្កជាគ្រោះថ្នាក់អ្វីបានទៀតទេន័យថាស្ថានភាពនៅខាងនោះគឺយើងគ្រប់គ្រងបានហើយមែនទេបាទម៉ាក់តើយើងអាចត្រឡប់ទៅផ្ទះវិញបាននៅអាចត្រឡប់ទៅវិញបានហើយចាំពេលពួកអ្នកត្រឡប់ទៅរាជធានីវិញនៅទីនេះខ្ញុំនឹងជួយមើលការខុសត្រូវជំនួសពួកអ្នកសម្ដីមួយម៉ាត់នេះយើងខ្ញុំនឹងចងចាំទុកក្នុងចិត្តហើយម៉ាក់កាលពីយប់មិញម៉ាក់ថាយល់ព្រមហើយតើសៀវឆាវក្នុងជីវិតខ្ញុំការដែលខ្ញុំធ្លាប់ចាញ់បោកគេម្ដងនោះមិនមែនមកពីខ្ញុំមិនឆ្លាតនោះទេគឺមកពីខ្ញុំជឿជាក់លើអ្វីដែលភ្នែកខ្ញុំបានឃើញនៅពេលនោះខ្លាំងពេកឥឡូវនេះខ្ញុំមិនហ៊ានយកភ្នាល់ដល់ងាយទៀតទេប៉ុន្តែប្រសិនបើលោកព្រមឲ្យខ្ញុំមើលបន្តិចម្ដងហើយដើរបន្តិចម្ដងខ្ញុំក៏ស្ម័គ្រចិត្តសាកល្បងដែរអញ្ចឹងនាងមើលបន្តិចម្ដងទៅហើយសាកល្បងបន្តិចម្ដងទៅចុះលោកមានន័យថាក្មេងស្រីម្នាក់នោះនឹងនិយាយជាងស៊ូចិត្តត្រឡប់មកក្រុងភ្នំវិញហើយមែនទេត្រឡប់មកវិញហើយរឿងនៅព្រំដែនត្រូវបានបង្ក្រាបចិត្តអស់ហើយលោកម្ចាស់ក៏ដល់ពេលត្រូវចេញមុខដែរចុះលោកនៅស្ទាក់ស្ទើរធ្វើអីទៀតនាងទោះជាបានយ៉ាងណាក៏ដោយក៏នៅតែជាកូនបង្ការរបស់លោកដែរកុំប្រាប់ណាថានាងហ៊ានដល់ថ្នាក់មិនទទួលស្គាល់សម្បីតែដូនតាផ្ទាល់ខ្លួននោះលោកម្ចាស់និយាយឲ្យចំទៅមនុស្សខាងក្រៅគេគាត់ខ្វាយបំផុតគឺរឿងខ្សែស្រឡាយជាងនឹងឯងបើលោកម្ចាស់ព្រមបន្ទាបខ្លួនបន្តិចទៅជួបអ្នកនាងតូចហើយនិយាយផ្អែមល្ហែមប៉ុន្មានម៉ាត់ឥឡូវនេះជាជាងស៊ូម្យ៉ាងមានលោកម្ចាស់ជួយជ្រោមជ្រែងម្យ៉ាងទៀតមុខរបរក៏កំពុងតែកើនឡើងបើលោកម្ចាស់នៅតែប្រកាន់រកគេខ្លាចតែថ្ងៃក្រោយគ្មានមុខមាត់រាប់អានគ្នាតែម្ដងទេប្រយ័ត្នបងប្រុសបងប្រុសស្ថានភាពនៅព្រំដែនចាត់ទុកថាស្រួលបួលវិញហើយព្រំដែនស្រួលបួលហើយអញ្ចឹងក៏ដល់ពេលត្រូវរៀបចំរឿងក្នុងផ្ទះដែរអ្នករាល់គ្នាពន្យាពេលរហូតមកដល់ពេលនេះក៏យូរក្រែដែរហើយយីឈីងស៊ូយើងមិនបង្ខំអញទេប៉ុន្តែបើអញគិតគូរច្បាស់លាស់ហើយក៏កុំបណ្ដោយឲ្យកូនប្រុសយើងរងចាំដល់ឯងខ្ញុំម្ចាស់ស្ម័គ្រចិត្តល្អអញ្ចឹងយើងនឹងជ្រើសរើសថ្ងៃមង្គលឲ្យពួកឯងទូបង្គំអរព្រះគុណព្រះរាមចិត្តបានរៀបការហើយចិត្តបានរៀបការហើយអញកុំទាន់អបប្រកាសលឿនពេកអីរៀបការគឺរៀបការហើយប៉ុន្តែរឿងអាស្រិចចាស់ក្នុងផ្ទះនោះក៏ត្រូវតែដោះស្រាយឲ្យជ្រះស្រឡះដែរអញថាម៉េចក្នុងវាំងកំពុងតែរៀបចំថ្ងៃសិរីមង្គលឲ្យយាយជីងស៊ូនិងលោកម្ចាស់ហើយមែនទេលោកម្ដាយទៅមិនរួចទេខ្លាចថាថ្ងៃក្រោយសំបីទ្វារផ្ទះក៏ចូលមិនបានផងស្អែកនេះទៅភ្លាមនាងឈីងឈូនិងឯងលេងលេះគ្នាក៏ពិតមែនតែឈាមដែលហូរលើខ្លួនស៊ីយាយនៅតែជាឈាមត្រកូលស៊ីនាងមិនអាចបោះបង់ឪពុកបង្កើតនិងពុកបរោះចោលឡើយម្ដាយប៉ាលោកស្រីស៊ីហុងឌឺនិងលោកស្រីចាស់មកដល់ហើយពួកគាត់ថាទោះជាយ៉ាងណាក៏ត្រូវតែជួបឲ្យបានជីងឈូម្ចាស់ស្ត្រីមានការអីមែនទេពួកអញឆ្លោះគ្នាល្មមបានហើយរឿងគូរំលីក៏គូរំលីទៅទោះបីជាស៊ីយេត្រូវបានគេតែងតាំងជាម្ចាស់ក្ត្រីក៏ដោយក៏នៅតែជាឈាមជ័រតកូស៊ីយើងដែរតើមិនទទួលស្គាល់បុព្វបុរសនិងឪពុកបង្កើតយ៉ាងម៉េចកើតខ្ញុំមិនមែនល្ងងទេខ្ញុំមិនមែនល្ងងទេណាខ្ញុំជាម្ចាស់ក្ត្រីមានផ្ទះផ្ទាល់ខ្លួនមានប្រាក់បៀវត្សផ្ទាល់ខ្លួនចុះអ្នកវិញមានអីដែរហើយមួយទៀតខ្ញុំមិនមែនជាចៅស្រីរបស់អ្នកទេក៏មិនមែនជាកូនស្រីកូនប្រុសខ្ញុំជាកូនរបស់លោកឪពុកអង្គម្ចាស់និងអ្នកម្ដាយស៊ីយេកុំមកហៅខ្ញុំមនុស្សបបប្រាស់គ្មានខ្មាស់ហ៊ាននៅចង់មកស្គាល់ខ្ញុំទៀតសប្តាហ៍យកសប្តាហ៍នេះត្រូវគេបង្រៀនឲ្យខូចអស់ហើយអញជាឈាមជ័រតកូស៊ីមិនក៏មិនទទួលស្គាល់បុព្វបុរសនិងឪពុកបង្កើតអញ្ចឹងបុព្វបុរសស្រគោអ្នកមិនត្រូវកូនប្រុសដ៏ល្អរបស់អ្នកបំផ្លាញអស់ហើយទេអីស៊ីហុងឌឺពីខិតលេងលេះបានស៊ីញ៉េរួចរាល់យូរហើយបើឯងនៅតែចង់មកបង្កទៀតខ្ញុំនឹងយករឿងទាំងអស់ដែលឯងលួចទ្រព្យបញ្ចាំខ្ញុំយកប្រាក់ខ្ញុំជួយជីវិតអ្នកមានគុណឯងនិងរឿងធ្វើបាបគុំស្អីគេមកទៀតប្រដាំមុខឯងមួយឲ្យកុំព្រឹកមិនមែនជាកន្លែងដែលពួកឯងមកដូរឡាតាមចិត្តទេបើនៅតែមិនព្រមទៅទៀតឯងនឹងឲ្យគេអូសបាពួកឯងទៅចេញម្ដាយទីបំផុតយើងបានសងសឹកហើយលឿនឡើង
ថ្វាយបង្គំព្រះភូព្រះធនីថ្វាយបង្គំទេមេឃនិងផែនដីថ្វាយបង្គំប្រធានស្រីប្រុសថ្វាយបង្គំគុណមាតាបតាកូនក៏ថ្វាយបង្គំដែរប្តីប្រពន្ធថ្វាយបង្គំគ្នាទីបំផុតសម្រាប់បំណងហើយយើងបានប្រាប់យូរហើយអាពាហ៍ពិពាហ៍នេះពន្យាពេលយូរគ្រាន់បើហើយការហើយបានការហើយល្អណាស់ការហើយមិនបាច់ជួយជ្រើសរើសឲ្យខ្ញុំទេខ្ញុំជ្រើសរើសតែខ្លួនឯងបាន